បងស្រីដែលយំទីនេះមិនចាំបាច់មានទៀតទេសម្រាប់មនុស្សទាំងអស់ទៅតើខ្ញុំពិតជាស្លាប់មែនទេខ្ញុំនៅជាកំឡោះនៅឡើយទេប្រព័ន្ធដាស់អារម្មណ៍ដំណើរការភ្ជាប់គោលដៅគីមសូហ៊ីឲ្យបងស្រីដាស់អារម្មណ៍មែនទេខ្ញុំហ៊ាននឹងត្រូវគេលួចវាយប្រហារទៅហើយមានកញ្ចប់ជំនួយសម្រាប់អ្នកថ្មីថ្មោងទេប្រព័ន្ធផ្ដល់កញ្ចប់ជំនួយសម្រាប់អ្នកថ្មីថ្មោងទទួលបានជំនាញអ្នកប្រើប្រាស់គ្រាន់តែប៉ះគោលដៅដោយដៃព្យាបាលនោះរបួសនិងជំងឺនឹងត្រូវបានព្យាបាលឲ្យដៃព្យាបាលយកទៅប្រើនៃណាទៅឲ្យខ្ញុំស្ទាបខ្លួនឯងទាំងត្រូវក្របកាំភ្លើងនឹងរកឃើញជំងឺដងបាតរបស់គីមសូហ៊ីសូមព្យាបាលភ្លាមអាចទទួលបានរង្វាន់យ៉ាងច្រើនសាកល្បងមើលចុះបើព្យាបាលបងស្រីជាប្រហែលជាមានផ្លូវរស់បងស្រីតើបងមិនអីទេមិនអីទេវាជាជំងឺរ៉ាំដៃទេគុំតែស្លាប់ដដែលមុននឹងស្លាប់សាកស្ទាបគូតបងស្រីម្ដងមើលគ្មានខាតបង់អ្វីឡើយមែនទេណែចង់ស្លាប់មែនទេអាបំរើថោកទាបនេះហ៊ានលបប្រហារបងស្រីផងហីអញនឹងសម្លាប់អញឥឡូវនេះអញហ៊ានវិញផងហីអញនឹងកាត់ឯងជាកង់យកទៅធ្វើជាចំណីក្រពើចប់ហើយប្រព័ន្ធបំផ្លាញខ្ញុំហើយលើកនេះប្រកាសជាគ្មានសល់សំបីតែឆ្អឹងឡើយហេតុអ្វីគ្មានរង្វាន់ឬមួយត្រូវធ្វើម្ដងទៀតបងស្រីតើគ្មានអារម្មណ៍អ្វីតតែសោះមែនទេតើមិនបានធូរស្រាលជាងមុខបន្តិចទេរូបដងបាត់ហាក់ដូចជាមិនសូវឈឺដូចមុនសោះឬមួយក៏ដោយសារតែអាម្នាក់នោះវាអំបញ្ញមិញមិនអាចទៅរួចទេវាដើម្បីព្យាបាលជំងឺនឹងហ่ะឯងទៅតែនិយាយថាអីមិញហ្នឹងបើឯងរកហេតុផលសំរុំមិនបានទេឯងនឹងត្រូវស្លាប់ភ្លាមនៅពេលនេះបងស្រីខ្ញុំដឹងថាបងមានជំងឺអ្វីខ្ញុំអាចព្យាបាលបានឲ្យខ្ញុំធ្វើម្ដងទៀតចុះខ្ញុំនឹងព្យាបាលឲ្យជាសះស្បើយជាមិនខានបងស្រីអាម្នាក់នោះកំពុងតែទាញពេលទេសម្រាប់វាចោលភ្លាមទៅហាអញចូលចិត្តត្រូវគេវាមែនទេចង់ធ្វើម្ដងទៀតហីចាំអញហៅមនុស្សមកចង់អញវាឥឡូវនេះមានតែបង្ខំចិត្តធ្វើម្ទៀតប៉ុណ្ណោះលើកទី1បានបរជ័យទៅហើយគ្មានជំរឿឡើយអបអរសាទរចំពោះការបំពេញបេសកកម្មប្រព័ន្ធអ្នកប្រើប្រាស់ទទួលបានរង្វាន់ផ្នែកទឹកហ៊ានប្រមាថបងស្រីផងហីចង់ស្លាប់ខ្លាំងណាស់មែនទេអាម្នាក់នេះហ៊ានស្ទាបគូតបងស្រីថែមទាំង2ដងទៀតផងខ្លួនប្រានលែងឈឺពិតមែនតើវាមានប្រសិទ្ធភាពពិតមែនឬល្មមហើយដាក់កាំភ្លើងចុះសិនទៅបងស្រីយល់ហើយបងស្រីមិនចាំបាច់ទៅខ្វល់ខ្វាយជាមួយកូនក្អែបបែបនេះឡើយគោលដៅចម្បងរបស់យើងគឺស្វែងរកត្បូងថ្មខៀវនៅតំបន់ត្បូងថ្មគុណភាពខ្ពស់ដើម្បីចូលរួមការប្រកួតត្បូងថ្មរបស់មេតបចាងសុកខុនដើម្បីរារាំងលីខាងអ៊ូមានបេសកកម្មថ្មីជួយគីមសូហ៊ីស្វែងរកត្បូងថ្មខៀវគុណភាពខ្ពស់ទទួលបានរង្វាន់នៅពេលបញ្ចប់បេសកម្មដោយសារតែមានភ្នែកទឹកការជ្រើសរើសត្បូងថ្មគឺគ្មានបញ្ហាឡើយបើជួយបងស្រីស្វែងរកត្បូងថ្មខៀវគុណភាពខ្ពស់បានទោះជាមិនបានត្រឡប់ទៅមាតុភូមិវិញក៏អាចរស់នៅទីនេះយ៉ាងហឺហាដែរបងស្រីប្រសិនបើខ្ញុំរកឃើញត្បូងថ្មខៀវគុណភាពខ្ពស់ឲ្យតើបងនឹងលើកលែងទោសឲ្យខ្ញុំទេហេតុអ្វីខ្ញុំត្រូវជឿឯងជីវិតរបស់ខ្ញុំស្ថិតនៅក្នុងដៃរបស់បងស្រីហើយទោះបីជាបរាជ័យក៏បងមិនខាតបង់អ្វីដែរមែនទេបើជោគជ័យបងនឹងចំណេញយ៉ាងច្រើនបងស្រីកុំស្ដាប់សម្ដីឥតប្រយោជន៍របស់វាអីខ្ញុំនឹងបាញ់វាចោលឥឡូវនេះល្អណាស់ខ្ញុំនឹងផ្ដល់ឱកាសឲ្យឯងប្រសិនបើឯងរកឃើញខ្ញុំនឹងទទួលឯងជាភ្ញៀវកិត្តិយសរបស់ខ្ញុំតែបើរកមិនឃើញទេលទ្ធផលយ៉ាងណាឯងច្បាស់ជាដឹងហើយមែនទេអរគុណបងស្រីដែលបានផ្ដល់ឱកាសឲ្យខ្ញុំហេតុអ្វីមានតែថ្មអត់ប្រយោជន៍បែបនេះមានហេតុផលដែលបងស្រីចង់បោះបង់ចោលទីនេះមែនត្រូវតែប្រញាប់រកឲ្យឃើញមិនអាចឲ្យបងស្រីរងចាំយូរឡើយនេះជាត្បូងថ្មគៀវអធិរិកប្រភេទទឹកកកមែនទេរស់ហើយលើកនេះគេច្បាស់ជាចង់បានថែមទៀតមិនអាចប្រកួតត្បូងថ្មគៀវអធិរិកនេះឲ្យងាយឡើយបើពួកគេទទួលបានរបស់ហើយចូលរួមការប្រកួតតម្លៃប្រើប្រាស់របស់ខ្ញុំនឹងអស់ជាមិនខានត្រូវតែស្វែងរកវិធីដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើនបងស្រីខ្ញុំរកមើលមួយសន្ទុះធំហើយខ្ញុំគិតថាវាចង់ទាញពេលតែប៉ុណ្ណោះហ៊ានប្រមាថបងស្រីផងហីសម្រាប់វាចោលភ្លាមទៅខ្ញុំបានព្រមានហើយគ្មានពេលមកខ្ជះខ្ជាយជាមួយវាឡើយយល់ហើយបងស្រីបងស្រីប្រហែលជាប្រញាប់ខ្លាំងណាស់ហើយប្រសិនបើនៅតែរកត្បូងថ្មសំរុំមិនឃើញទេគ្រាប់កាំភ្លើងបន្តប្រកាសជាធ្លីក្បាលខ្ញុំមិនខានឲ្យពេលតែ1នាទីប៉ុណ្ណោះបើរករបស់មិនឃើញទេឯងដឹងថានឹងមានរឿងអ្វីកើតឡើងហើយមែនទេនេះថ្មនេះជាប្រភេទស៊ូនុកមែនទេទោះបីជីវិនមានតម្លៃស្មើនឹងត្បូងថ្មគៀវអធិរិកក៏ដោយតែវាគ្រប់គ្រាន់សម្រាប់ធ្វើជាភស្តុតាងនៃភាពស្មោះត្រង់ហើយបងស្រីមានត្បូងថ្មគៀវនៅក្នុងថ្មនេះលេងសាច់មែនទេរបស់ដែលឯងជ្រើសរើសសុទ្ធតែជាសំណល់ដែលគេបោះបង់ចោលតាមមានត្បូងគៀវយ៉ាងដូចម្ដេចទៅមិនប្លែកសោះទោះជារកមើលមួយសន្ទុះក៏រកមិនឃើញតាមពិតគឺរកខុសកន្លែងសោះថ្មនេះមានគុណភាពអន់ណាស់កុំប្រាប់ណាថាឯងរើសបានផ្ដេសផ្ដាសមកបោកប្រាស់បងស្រីនោះជីវិតរបស់ខ្ញុំស្ថិតនៅក្នុងដៃរបស់បងស្រីហើយសូមពោះនេះមើលសិនចុះចាំសម្រាប់ខ្ញុំក៏មិនហួសពេលដែរយ៉ាងហោចណាស់ក៏ឲ្យខ្ញុំដឹងពីហេតុផលមុននឹងស្លាប់ដែរពុះថ្មទៅបងស្រីត្បូងថ្កៀវលេចចេញមកហើយវាជាប្រភេទស៊ូនុកថាម៉េចពិតជាប្រភេទស៊ូនុកមែនអាម្នាក់នេះហាក់ដូចជាមានសមត្ថភាពគួរសមដែរតើបងស្រីវាជាប្រភេទស៊ូនុកពិតមែនហេតុអ្វីគ្មានរង្វាន់អរមួយគុណភាពនៃត្បូងនេះមិនទាន់ដល់កម្រិតដែលបងស្រីរំពឹងទុក
ល្អណាស់មិនអន់ទេតើរក្សាជីវិតបានហើយ សំណាងហើយ ប៉ុន្តែបើចង់ធ្វើការនៅក្រោមបង្គាប់ខ្ញុំនៅមិនទាន់គ្រប់គ្រាន់ឡើយមានជំរើសពីរមួយគឺបន្តធ្វើជាកម្មករ៉ែនៅទីនេះឬមួយក៏យកជីវិតមកភ្នាល់ទៅរកត្បូងធ្ខៀវប្រភេទណូជុងមកឲ្យខ្ញុំមួយមកបើមិនដូច្នោះទេត្រូវស្លាប់ ដោយសារតែមានត្បូងធ្ខៀវអធិរិកប្រភេទទឹកកកដែលរកឃើញរួចហើយសាកល្បងរកប្រភេទណូជុងសិនចុះបើរកមិនឃើញសោះចាំប្រកួតត្បូងធ្ខៀវអធិរិកនោះឲ្យក៏មិនទាន់ហួសពេលដែរបងស្រីសូមកុំបារម្ភអីខ្ញុំនឹងយកត្បូងធ្ខៀវមកឲ្យបានជាមិនខាន ល្អណាស់បើក៏រកឃើញមុនពេលកំណត់ខ្ញុំនឹងចាត់ទុកថាអញឈ្នះចុះណាយ៉ងចាំនៅក្នុងឡានទៅ សល់ពេលតែ2ម៉ោងទៀតប៉ុណ្ណោះមុនពេលព្រះអាទិត្យលិចត្រូវតែប្រញាប់ឡើង បងស្រីសំបីតែប្រភេទស៊ូនុកនេះក៏ពិប្រកដែរហើយអ្វីក៏បង្ខំឲ្យវាទៅរកប្រភេទណូជុំទៀតនៅក្បែរលីខាងអ៊ូមានជាងចម្លាក់ត្បូងថ្មដ៏ល្បីឈ្មោះម្នាក់ឈ្មោះលីមអិនសុកដើម្បីយកឈ្នះគេក្នុងការប្រកួតរបស់មេតបចាងសុកខុនយ៉ាងហោចណាស់ក៏ត្រូវតែមានប្រភេទណូជុំដែរសង្ឃឹមថាវាច្បាស់ជាមិនធ្វើឲ្យខ្ញុំខកបំណងឡើយ ព្រះអាទិត្យហៀបនឹងលិចទៅហើយគ្មានពេលឡើយភ្នំនេះសុទ្ធតែជាថ្មពិបាករកណាស់មើលទៅមានតែប្រកូលត្បូងធ្ខៀវអធិរិកឲ្យតែម្ដងទៅនេះជាត្បូងធ្ខៀវប្រភេទផុងមូដែលមានតម្លៃខ្ពស់ជាងប្រភេទណូជុងមួយកម្រិតទៀតមែនទេ បងស្រីវាមិនបានយកអ្វីមកសោះឡើយអស់ពេលហើយសម្រាប់វាចោលទៅចាបងស្រីខ្ញុំចង់សម្រាប់វាជាយូរមកហើយអាចឈួតនេះបើបងស្រីមិនខត់ទេឯងច្បាស់ជាស្លាប់រាប់រយដងបាត់ទៅហើយ ជប់សិនខ្ញុំរកឃើញមកហើយថែមទាំងជាប្រភេទភីងមូដែលមានតម្លៃខ្ពស់ជាងប្រភេទណូជុងមួយកម្រិតទៀតផង ដល់ពេលត្រូវស្លាប់ហើយនៅតែចង់បោកប្រាស់បងស្រីទៀតហើយឯងច្បាស់ជាគ្មានបានយកអ្វីមកសោះនឹង ពិតមែនណាបងស្រីធ្មនុស្ថិតនៅក្រោមឡានរបស់បងស្រីឯណោះ គិតថាខ្លួនឯងមានភ្នែកទើបពិតមែនហើយវាសំបីតែមិនទាន់បានប៉ះផងតើដឹងយ៉ាងដូចម្ដេចថាវាជាប្រភេទភីងមូ អញក៏មិនទាន់បានមើលដែរចុះដឹងយ៉ាងដូចម្ដេចថាគ្មានអញចង់រារាំងបងស្រីមិនឲ្យទទួលបានប្រភេទភីងមូតាមមានគម្រោងការអ្វីឬមួយឯងជាចារកម្ម មិនមែនទេយើងចោទខ្ញុំថាជាចារកម្មផងđấyខ្ញុំនឹងសម្លាប់ឯងឥឡូវនេះណាយ៉ងឈប់ទៅ គ្រោះថ្នាក់ណាស់ហៀបនឹងទៅហើយតើ ណាយ៉ងមិនអាចជាចារកម្មឡើយដោយសារតែឯងនិយាយថាជាប្រភេទភីងមូចាំមើលសិនចុះបើមិនឃើញទេខ្ញុំនឹងប្រគល់ឯងឲ្យណាយ៉ងចាត់ការចុះ បងស្រីពិតជាហួសហេតុពេកហើយអំបញ្ញមិញខ្ញុំទើបតែចោទណាយ៉ងថាជាចារកម្មច្បាស់ជាធ្វើឲ្យនាងស្អប់ខ្លាំងណាស់ហើយបើខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃនាងគឺស្លាប់ប្រសើរជាង អញ្ចឹងខ្ញុំនឹងទុកជីវិតឲ្យឯងសិនចុះបន្តិចទៀតទោះជាចង់រស់ក៏មិនបានរស់ចង់ស្លាប់ក៏មិនបានស្លាប់ដែរនៅស្ងៀមទៅខ្ញុំនឹងទុកឲ្យឯងរស់បន្តិចទៀតសុំឲ្យឯងស្លាប់ទោះបីជាឯងចង់រស់ក៏រស់មិនបានចង់ស្លាប់ក៏ស្លាប់មិនកើតដែរ កុំបារម្ភអីនាងគ្មានឱកាសបែបនោះឡើយបងស្រី បងស្រីនេះជា នេះពិតជាត្បូងភីងលោកមែន មិនអន់ទេតើគ្រាន់បើដែរតើ យ៉ាងម៉េចដែរនាងសម្រាប់ខ្ញុំមិនបានមែនទេខាងងឺ ឯងប៉ុន្តែដូចជាហួសពេលហើយតើណាយ៉ងខ្ញុំប្រគល់គេឲ្យនាងហើយមើលថែគេឲ្យល្អផងចាស់បងស្រីអាម្នាក់នេះពេលនេះធ្លាក់ក្នុងដៃខ្ញុំហើយចាំខ្ញុំជូនដំណើរឯងសន្សឹមទៅចុះ បងស្រីតើខ្ញុំអាចទៅយកអីវ៉ាន់បន្តិចបានទេ ឲ្យពេលតែ10នាទីទេបើយឺតខ្ញុំមិនរងចាំឡើយប្រព័ន្ធសូមអបអរសាទរចំពោះការសម្រេចបានគោលដៅរង្វាន់ការស្រាវជ្រាវធ្វើឲ្យក្មេងជាងវ័យពេលប្រាជាមួយដង្ហើមព្យាបាលអាចបំបត្តិរបួសលាក់កំបាំងនិងជំងឺផ្សេងបាន មានតែរបស់នេះទើបអាចព្យាបាលបានយ៉ាងល្អឥតខ្ចោះទាំងរបួសនិងជំងឺទាំងអស់របស់បងស្រីមុនដំបូងត្រូវសាកល្បងលើណាយ៉ុងសិនដើម្បីសម្រួលទំនាក់ទំនងបងប្រុសកាំងវូបងស្រីសូហ៊ីបានរកឃើញមនុស្សល្ងងម្នាក់យកមកធ្វើជាអ្នកវិតម្លៃត្បូងគេរកបានត្បូងភីងនុកមួយហើយនឹងចូលរួមការប្រកួតត្បូងឆៅក្នុងពេលឆាប់នេះ បងស្រីតើទីនេះជាកន្លែងណា ទីនេះជាកន្លែងប្រកួតត្បូងឆៅរបស់លោកមេតបស៊ូខុនអ្នកដែលផ្ដល់ពន្លឺដ៏ល្អបំផុតនិងទទួលបានការសន្យាមួយពីលោកមេតប បងស្រីចូលរួមការប្រកួតទាំងសម្លៀកបំពាក់បែបនេះមិនសូវសមទេដឹង ណាយ៉ងនាំអាម្នាក់នេះទៅបដូរសម្លៀកបំពាក់ឲ្យបានសមរម្យទៅរួចរាល់ហើយនាំគេមកជួបខ្ញុំចាស់បងស្រីតើតាមមកស្លៀកពាក់បែបនេះទៅមើលទៅសមជាមនុស្សគ្រាន់បើដែរតើ ប្រកាសណាស់តាមពិតខ្ញុំសង្ហាស្រាប់ទៅហើយក ុំនិយាយរឿងឥតប្រយោជន៍អីទៅរកបងស្រីទៅគាត់ប្រកាសជាកំពុងរងចាំហើយ សូហ៊ីមួយថ្ងៃដូចជា3ឆ្នាំអញ្ចឹង លីកាំងវូឯងមិននឹកខ្ញុំទេប្រយ័ត្នសម្ដីផងបើមិនដូច្នោះទេខ្ញុំមិនលើកលែងឲ្យឡើយ
មិនលើកលែងឲ្យចង់ដឹងណាស់ថានឹងធ្វើអ្វីខ្ញុំឬថានៅក្នុងដៃនាងពេលនេះមានតែត្បូងភីងនុកតម្លៃ300លានវ៉ុនប៉ុណ្ណោះហែនទេប៉ុន្តែនៅក្នុងដៃខ្ញុំមានត្បូងភីងអុកដែលមានតម្លៃរហូតដល់800លានវ៉ុនឯណោះបើខ្ញុំឈ្នះខ្ញុំនឹងសុំឲ្យលោកមេតបបញ្ជាឲ្យនាងរៀបការជាមួយខ្ញុំគេដឹងបានយ៉ាងម៉េចថានៅក្នុងដៃខ្ញុំមានត្បូងភីងនុកឬមួយមានចាបរោះនៅខាងក្នុងប្រសិនបើលោកមេតបចេញបញ្ជាមែននោះតើខ្ញុំត្រូវតែរៀបការជាមួយគេមែនទេជាមួយស្រូវដែលសម្រាប់ប្តីខ្ញុំម្នាក់នោះឬអ្នកណាថារបស់នៅក្នុងដៃពួកយើងជាត្បូងភីងនុករបស់នៅក្នុងដៃពួកយើងក៏ជាត្បូងភីងមុកដែរអូឯងជាមនុស្សល្ងងថ្មីម្នាក់នោះមែនទេពិតជាមិនយល់សោះហេតុអ្វីសូហ៊ីនាំឯងមកទីនេះឬមួយក៏ជាប្រុសកំណានដែលនាងលួចចិញ្ចឹមនៅខាងក្រៅចង់ស្លាប់មែនទេបងស្រីតាម្នាក់នេះជាអ្នកណាជាស្រូវដែលសម្រាប់ប្តីរបស់ខ្ញុំគេតែងតែតាមព្យាបាលខ្ញុំជានិច្ចបើអាម្នាក់នោះរៀបការជាមួយបងស្រីតើខ្ញុំអាចទទួលបានរង្វាន់ពីប្រព័ន្ធយ៉ាងដូចម្តេចត្រូវតែរៀបរៀងឲ្យខានតែបានគ្រាន់តែត្បូងភីងនុកមួយសោះហេតុអ្វីត្រូវភ្ញាក់ឲ្យម្លេះត្បូងឆៅនៅក្នុងដៃខ្ញុំនេះគឺជាត្បូងភីងនុកលំដាប់អធិរាជឯណោះដុំថ្មបែបនេះជាត្បូងលំដាប់អធិរាជសភាពអន់ចង់ងាប់បែបនេះសំបីតែយកទៅជួសជុលបង្គន់ខ្ញុំក៏ខ្ញុំខ្ពើមប្រើដែរបើអញ្ចឹងតើពួកយើងភ្នាល់គ្នាទេយល់ព្រមភ្នាល់គ្នាចុះបើឯងចាញ់ស្រីម្នាក់នោះជារបស់ខ្ញុំចុះបើខ្ញុំអាចចម្រាញ់វាបានគិតថាត្បូងល្អអាចចេញពីដុំថ្មឆៅអន់បែបនេះបានឬឲ្យតែឯងចម្រាញ់វាបានចង់បានអីក៏បានដែរយល់ព្រមភ្នាល់គ្នាចុះបើដូច្នោះមែនចុះបើខ្ញុំធ្វើជាសាក្សីល្អណាស់ណែបើកត្បូងឆៅនោះទៅតើត្បូងឆៅនេះពិតជាត្បូងភីងនុកលំដាប់អធិរាជមែនឬបងស្រីកុំបារម្ភអីពិតជាមិនខុសឡើយនេះពិតជាត្បូងភីងនុកលំដាប់អធិរាជតម្លៃ 1.5 លានវ៉ុនមែនឬមិនអាចទៅរួចទេដុំថ្មអត់ប្រយោជន៍បែបនោះខ្លាយជាត្បូងលំដាប់អធិរាជទៅកើតខ្ញុំពិតជាមើលស្រាលគេមែនលោកមេតបពេលនេះខ្ញុំអាចប្រាប់លក្ខខណ្ឌរបស់ខ្ញុំបានហើយត្រូវទេហាមិនបាច់ប្រញាប់ទេខ្ញុំក៏មានត្បូងឆៅច្រើនដែរជួយមើលឲ្យខ្ញុំបន្តិចសិនមកនេះភាគច្រើនជាថ្មអត់ប្រយោជន៍ទេទោះបីជាមានត្បូងឆៅក៏មិនសូវមានតម្លៃដែរហឹមនេះជាត្បូងយ៉ាងជាលំដាប់ខ្ពស់បំផុតតម្លៃរបស់វាយ៉ាងហោចណាស់ក៏ស្មើនឹង2ដងនៃត្បូងលំដាប់អធិរាជដែរប្រសិនបើលោកមេតបពុះដុំថ្មនេះត្បូងមានតម្លៃនឹងលេចចេញមកជាមិនខានពិតមែនឬពិតជាមិនខុសឡើយពុះវាទៅតើមានអ្វីនៅក្នុងដុំថ្មនេះមែនទេប្រសិនបើឯងកុហកលោកមេតបឯងច្បាស់ជាគ្មានសុវត្ថិភាពឡើយចាំបន្តិចទៀតខ្ញុំនឹងពន្យល់នាងឲ្យច្បាស់លាស់អរគុណបងស្រីនាងច្បាស់ជាមិនខកបំណងឡើយនេះជាត្បូងយ៉ាងជាលំដាប់ខ្ពស់បំផុតតែមួយគ្រាប់នេះមានតម្លៃរហូតដល់3លានវ៉ុនឯណោះវាមានតម្លៃជាងត្បូងភីងនុកលំដាប់អធិរាជឆ្ងាយណាស់ពិតជាស្មានមិនដល់សោះមិននឹកស្មានថាឯងអាចរកវាឃើញមែនត្បូងយ៉ាងជាលំដាប់ខ្ពស់បំផុតនោះណាទាំងអស់នេះក៏ដោយសារតែបងស្រីដែរហើយក៏អរគុណលោកមេតបផងដែរដែលបានផ្ដល់ឱកាសឲ្យខ្ញុំយ៉ាងម៉េចដែរខ្ញុំពូកែណាស់មែនទេកុំមកធ្វើជាអួតអីគុំតែមានថ្ងៃឯងធ្លាក់ក្នុងដៃខ្ញុំឡើយលោកមេតបតើពេញចិត្តត្បូងនេះទេពេញចិត្តណាស់ពេញចិត្តខ្លាំងណាស់ធ្វើបែបនេះចុះអញរកចំណូលឲ្យខ្ញុំបាន3លានវ៉ុនហើយចូលនិយាយមកតើអញចង់បានអ្វីឲ្យតែជារឿងដែលខ្ញុំអាចធ្វើបានខ្ញុំនឹងយល់ព្រមតាមការសុំជាមិនខានលោកមេតបបន្ទាប់មកលីកាំងវូត្រូវតែរក្សាសន្យារបស់គេតោះលីកាំងវូបើភ្នាល់ហើយត្រូវតែរក្សាសន្យាគីមសូហ៊ីតើនាងចង់ដាក់ទោសគេយ៉ាងណាគីមសូហ៊ីកន្លងមកខ្ញុំត្រូវបានលោកខ្លួនបាំងភ្នែកសូមមេត្តាលើកលែងទោសឲ្យខ្ញុំម្ដងនេះផងថ្ងៃក្រោយខ្ញុំលែងហ៊ានទៀតហើយចង់បានលុយឬមួយក៏ចង់បានជីវិតទោះបីជានាងចង់បានប៉ុន្មានក៏ខ្ញុំឲ្យទាំងអស់ដែរបើចង់បានជីវិតចូលប្រកួតតំបន់អណ្ដូងរ៉ៃយ៉ុងឈុនមកឲ្យខ្ញុំមិនបានទេធ្វើបែបនោះមិនខុសពីយកជីវិតខ្ញុំឡើយណាយ៉ងមិនបានទេនាងសម្រាប់ខ្ញុំមិនបានឡើយលោកមេតបសូមជួយជីវិតខ្ញុំផងលីកាំងវូបើឯងភ្នាល់ហើយត្រូវតែប្រគល់ជីវិតឬប្រគល់អណ្ដូងរ៉ែមកជ្រើសរើសដោយខ្លួនឯងទៅខ្ញុំនឹងប្រគល់តំបន់អណ្ដូងរ៉ៃយ៉ុងឈុនឲ្យចាំមើលទៅពួកឯងច្បាស់ជាដឹងគ្នាជាមិនខានសូមអរគុណដែលបានដោះស្រាយដោយយុត្តិធម៌ចំពោះលក្ខខណ្ឌវិញខ្ញុំនឹងជម្រាបជូនម្ដងទៀតបន្ទាប់ពីគិតគូររួចរាល់ល្អណាស់ពេលណាគិតរួចរាល់ហើយអាចមកជួបខ្ញុំបានគ្រប់ពេលសម្រាប់ខ្ញុំភាពស្មោះត្រង់គឺជារឿងសំខាន់បំផុតសូមអរគុណលោកមេតបចាងស៊ូខុនដោយសារតែឯងទើបខ្ញុំអាចយកតំបន់អណ្ដូងរ៉ៃយ៉ុងឈុនត្រឡប់មកវិញបានដូច្នេះបើឯងចង់បានអ្វីខ្ញុំនឹងយល់ព្រមតាមការសុំបងស្រីខ្ញុំគ្រាន់តែចង់នៅក្បែរបងស្រីប៉ុណ្ណោះហើយប្រសិនបើអាចរកលុយបានបន្ថែមបន្តិចបន្តួចទៀតគឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយដោយសារតែប្រព័ន្ធត្រូវបានភ្ជាប់ជាមួយបងស្រីទៅហើយមានតែនៅក្បែរគាត់ទេទើបអាចទទួលបានរង្វាន់កាន់តែច្រើនយល់ព្រមចាប់ពីថ្ងៃនេះទៅឯងគឺជាអង្គរៈផ្ទាល់ខ្លួនរបស់ខ្ញុំរាល់កិច្ចការតាក់ទងនឹងត្បូងឆៅគឺឯងជាអ្នកចាត់ចែងទាំងអស់
ខ្ញុំនឹងឲ្យណាយងធ្វើជាអ្នកការពារឯង យកលេសថាការពារខ្ញុំតាមពិតទៅគឺមិនទុកចិត្តខ្ញុំទើបឲ្យណាយងតាមឃ្លាំមើលសោះមិនអីទេឲ្យតែអាចនៅទីនេះបានកិច្ចការទៅថ្ងៃមុខច្បាស់ជាងាយស្រួលហើយ បានហើយបើគ្មានការងារអ្វីទៀតទេអាចចេញទៅក្រៅបានហើយខ្ញុំក៏ត្រូវសម្រាប់ដែរបេសកកម្មថ្មីម៉ាសាឲ្យគីមសូហ៊ីដើម្បីព្យាបាលរបួសខួរក្បាលទទួលបានរង្វាន់បន្ទាប់ពីបញ្ចប់បេសកកម្ម ទើបតែទទួលបានទំនុកចិត្តសោះស្រាប់តែប្រព័ន្ធបញ្ជាឲ្យម៉ាសាឲ្យបងស្រីទៅវិញប៉ុន្តែដោយសារតែរង្វាន់កាលពីលើកមុនមិនទាន់បានប្រើអាចយកមកសាកល្បងនៅពេលនេះបាន ឆើស៊ូជុនហេតុអ្វីបានជាអញហូរឈាមច្រមុះចង់ឲ្យខ្ញុំហៅគ្រូពេទ្យទេ មិនអីទេបាទមិនអីទេបងស្រីដូចជាមានរបួសក្នុងខ្លួនខ្ញុំអាចជួយម៉ាសាឲ្យបានទេប្រកាសជាធូរស្រាលមិនខាន ឆយស៊ូយ៉នអាជនល្មមកម្មនេះហ៊ានមកលេងល្បិចដាក់បងស្រីផងហេះ បងស្រីមិនមែនអញ្ចឹងទេតើបងស្រីភ្លេចហើយឬជំងឺនោះគឺខ្ញុំបានជួយបងស្រីពីក្នុងរ៉ែតាធ្វើដៃម៉ាសារបស់ខ្ញុំគឺព្យាបាលគ្រប់មុខជំងឺ ការនៅពីរ៉ែគេម៉ាស់ពីរដងក៏បានធូរស្បើយមែនប្រហែលជាគេមានសមត្ថភាពពិសេសមែនដឹងហ៊ានយកប្លង់រ៉ាំនិយាយទៀតមនុស្សមើលច្រើនយ៉ាងនេះហ៊ានមកប៉ះកំពេះពូតបងស្រីដោយសារឯងនៅមានប្រយោជន៍បើមិនអញ្ចឹងទេខ្លាចជាចំណេញក្រពើបាត់ទៅហើយណាយងទៅយាមនៅមាត់ទ្វារឲ្យល្អទៅកុំឲ្យនរណាម្នាក់ចូលមកឲ្យសោះបងស្រីអាម្នាក់នោះវាមានគំនិតមិនល្អពិតមែនកុំជឿវាឲ្យសោះទៅចុះខ្ញុំដឹងថាត្រូវធ្វើបែបណាហើយចាហ៊ានតែលេងល្បិចមើលដឹងថាមានរឿងអ្វីកើតឡើងហើយមែនទេ ស្រីម្នាក់នោះជាមនុស្សខុសគេមែនគិតតែពីរឿងចាក់រុកតែម្ដង ស៊ូយ៉នខ្ញុំនឹងផ្ដល់ឱកាសឲ្យឯងប៉ុន្តែបើគ្មានប្រសិទ្ធភាពទេឯងដឹងថាមានរឿងអ្វីកើតឡើងហើយមែនទេទីនេះជាទឹកដីរបស់ខ្ញុំទោះបីជាមេតបសុកហ៊ុនមកជួយឯងក៏ហួសពេលដែរ បងស្រីខ្ញុំជាមនុស្សរបស់បងស្រីជារៀងរហូតកុំបារម្ភអីប្រកាសជាមានប្រសិទ្ធភាពមិនខាន ស្ដាប់គ្នាបានតើមកម៉ាសាមកគុំគិតរឿងផ្ដេសផ្ដាស និយាយអញ្ចឹងខ្លួនប្រានបងស្រីពិតជាទន់រលុងណាស់ អូយឈឺណាស់ថ្នមបន្តិចទៅ សុំទោសបងស្រីដោយសារតែខ្ញុំខានម៉ាសាយូពេកខ្ញុំនឹងធ្វើថ្នមភ្លាមអំបាញ់មិញគិតតែពីរឿងចង់ប៉ះខ្លួនប្រណបងស្រីភ្លេចទប់កម្លាំងបាត់លើកនេះត្រូវធ្វើថ្នមហើយ បងស្រីមិនអីទេមែនទេខ្ញុំមិនអីទេវាជាការល្អបំផុតដែលគ្មានអ្វីកើតឡើងចំពោះបងស្រីបើមិនអញ្ចឹងទេខ្ញុំនឹងយកឯងទៅឲ្យក្រពើស៊ីជាមិនខានកន្លែងដែលគេម៉ាសាមានអារម្មណ៍ថាក្តៅវណ្ហើយជំងឺដែលធ្លាប់មានហាក់ដូចជាសះស្បើយអស់រលីងអ្នកប្រើប្រាស់ប្រព័ន្ធបានបំពេញភារកិច្ចរួចរាល់ទទួលបានរង្វាន់ធម្មពលរបស់ទាហានខ្លាំងបំផុត ល្អណាស់ពេលនេះខ្ញុំអាចការពារខ្លួនឯងបានហើយ ហេតុអ្វីបានជាមានអារម្មណ៍ថាធម្មពលរបស់ឆយស៊ូយ៉នកាន់តែខ្លាំងឡើងអញ្ចឹងឬមួយខ្ញុំគិតច្រើនទៅល្មមហើយថ្ងៃនេះប៉ុណ្ណឹងបានហើយមានអារម្មណ៍ថាស្រួលខ្លួនជាងមួយឆ្ងាយណាស់ បងស្រីថ្ងៃក្រោយខ្ញុំអាចជួយម៉ាសាបែបនេះទៀតបានទេ ហេតុអ្វីឬមួយឯងញៀននឹងការប៉ះខ្លួនប្រាណរបស់ខ្ញុំហើយប្រសិនបើឯងអាចយកតំបន់រ៉ៃយ៉ុងឈុនត្រឡប់មកវិញបានទាំងស្រុងពេលនោះខ្ញុំនឹងផ្ដល់រង្វាន់ជាថ្មី មេតបបានប្រគល់រ៉ែនោះជាកាដូជូនបងស្រីរួចហើយតើគាត់មិនព្រមប្រគល់ឲ្យដោយស្រួលទេ នៅខាងក្រៅគាត់ប្រហែលជាមិនហ៊ានប្រឆាំងទេប៉ុន្តែការលេងល្បិចនៅខាងក្រោយដរាបណាវាមិនប៉ះពាល់ដល់ផលប្រយោជន៍និងសុវត្ថិភាពរបស់គាត់មេតបក៏ប្រហែលជាមិនខ្វល់ដែរខ្ញុំនឹងធ្វើឲ្យអាម្នាក់នេះរស់នៅមិនខុសពីស្លាប់នោះទេ កុំបារម្ភអីបងស្រីខ្ញុំនឹងជួយយកតំបន់រ៉ែនោះត្រឡប់មកវិញឲ្យបាន ល្អណាស់ទៅចុះ ណាយងនេះឯងធ្វើស្អីហ្នឹង ប្រាប់មកឯងមិនបានលេងល្បិចអ្វីដាក់បងស្រីទេ តើខ្ញុំហ៊ានលេងល្បិចដាក់បងស្រីយ៉ាងម៉េចទៅខ្ញុំគ្រាន់តែជួយព្យាបាលបងស្រីប៉ុណ្ណោះបងស្រីក៏ថាស្រួលខ្លួនហើយហាក់ដូចជាចិត្តគេងលក់ទៅហើយ ឆ្លាតគួរសំតើប្រសិនបើឯងធ្វើឲ្យបងស្រីមិនសប្បាយចិត្តប្រយ័ត្នខ្លួនឲ្យមែនទែនទៅការម៉ាសានោះវាពិតជាអាចព្យាបាលបានមែនឬ ពិតប្រាកដណាស់បើមិនអញ្ចឹងទេធ្វើម៉េចឲ្យខ្ញុំរស់នៅដល់សប្តាហ៍ថ្ងៃបានទៅបើមិនជឿឲ្យខ្ញុំសាកធ្វើឲ្យម្ដងទេ ពិតមែនតើរបួសចាស់របស់ខ្ញុំពិតជាបានជាសះស្បើយអស់ហើយ បងស្រីណាយងខ្ញុំគិតថាហាក់ដូចជាមានចាបរោះនៅក្បែរខ្លួនបងស្រីសូហ៊ីអញ្ចឹង មិនក៏ឯងដឹង រឿងត្បូងទឹកក៏មានតែមនុស្សមិនប៉ុន្មានអ្នកទេដែលដឹងខ្ញុំក៏មិនបាននិយាយហើយបងស្រីមិនបាននិយាយដែរចុះធ្វើម៉េចឲ្យលីកាំងវូដឹងទៅ មានន័យថាបងមានវូជាចាបរោះអញ្ចឹងឬ ប្រហែលជាអញ្ចឹងហើយ ខ្ញុំនឹងទៅសម្រាប់វាឥឡូវនេះ កុំបង្កបញ្ហាអីនៅក្បែរវាច្បាស់ជាមានចាបរោះមិនតិចជាម្នាក់ពីរនាក់ឡើយចាំដល់ពេលពួកគេបង្ហាញខ្លួនទាំងអស់ចាំយើងកំចាត់ពួកគេក្នុងពេលតែមួយឥឡូវនេះបងស្រីកំពុងសម្រាប់ផងចាំស្អែកភ្លឺសឹមជំរាបគាត់ទៅ យល់ព្រមអញ្ចឹងទុកឲ្យពួកវារស់បានយូរបន្តិចទៀតចុះអាសាប់ទិរឆាន ហេតុអ្វីចូលមកក្នុងផ្ទះរបស់ខ្ញុំដោយគ្មានការអនុញ្ញាតដឹងហើយឯងមានគំនិតមិនល្អចំពោះខ្ញុំមែនទេ ប្រុសទុនជ្រីដូចជាឯងមិនមែនជាស្ទាររបស់ខ្ញុំឡើយបងស្រីហៅឯងដើរតាមមកទៅ ឲ្យខ្ញុំបដូរសម្លៀកបំពាក់សិនទៅ អញ្ចឹងធ្វើឲ្យលឺឡើងខ្ញុំគិតថាខ្ញុំបានរំខានដល់ពេលវេលាល្អរបស់លោកឆយស៊ូយ៉នហើយមើលទៅ នៅក្រោមមេឃនេះរឿងរបស់បងស្រីគឺសំខាន់បំផុតហើយ មិនអីទេនិយាយពីគំនិតរបស់ឯងមកមើល ប្រាប់ពួកគេថាបងស្រីធ្លាក់ខ្លួនឈឺដោយសារជំងឺរ៉ាំរ៉ៃរើឡើងវិញ
ខ្ញុំនឹងបងស្រីណាយងនឹងទៅដណ្ដើមយកតំបន់យ៉ុងឈុនតែពីរនាក់ពួកវាច្បាស់ជាគិតថានេះជាឱកាសល្អពេលពួកវាចាប់ផ្ដើមធ្វើសកម្មពួកយើងនឹងទាញសម្លាញ់យកតែម្ដង មិនបានទេវាគ្រោះថ្នាក់ពេកហើយធ្វើមិនអាចយកបងស្រីធ្វើជានុយបានទៅតើឯងមានទំនុកចិត្តប៉ុណ្ណាដែរ ខ្ញុំនឹងធ្វើវាអស់ពីសមត្ថភាពទោះបីជាត្រូវបុក ល្អណាស់ធ្វើតាមនឹងចុះបងស្រីណាយងទៅរៀបចំខ្លួនទៅចាស់បងស្រី មេកាយខ្ញុំបានទៅពិនិត្យដោយផ្ទាល់ហើយគឺគីមសូហ៊ីនាងធ្លាក់ខ្លួនឈឺដោយសារជំងឺរ៉ាំរ៉ៃរើឡើងវិញខាងក្រុម35មានភាពចលាចលខ្លាំងណាស់ចំណែកឯផាកណាយងនិងអាឆុយស៊ូយ៉នក៏បានចាក់ចេញទៅដែរល្អណាស់នេះពិតជាឱកាសមាសដែលកុំរកបានមែនគីមសូហ៊ីឲ្យទីបំផុតថ្ងៃបែបនេះក៏បានមកដល់ដែលកាលពីឆ្នាំមុនខាងជូណូនិងរារាំងឆុយស៊ូយ៉ននិងផាកណាយងដូច្នេះចូលនាំគ្នារបស់ឯងប្រញាប់ធ្វើការទៅចងចាំទុកសូហ៊ីត្រូវតែចាប់ទាំងរស់បើការងារនេះជោគជ័យឯងនឹងក្លាយជាមេធំមេកាយអរគុណសម្រាប់ការចិញ្ចឹមបីបាច់ខ្ញុំនឹងចាត់ការរឿងនេះឲ្យបានល្អបំផុត បងស្រីនៅម្នាក់ឯងតើវាមិនគ្រោះថ្នាក់ពេកទេ បើពួកយើងបញ្ចប់រឿងនេះឲ្យបានលឿនបំផុតបងស្រីច្បាស់ជាគ្មានគ្រោះថ្នាក់ឡើយតើពួកឯងជាអ្នកណាហ៊ានចូលមកក្នុងតំបន់រាយយ៉ុងឈុនផងហេ ពួកយើងមកដើម្បីដណ្ដើមយកទីនេះគឺតំបន់រាយយ៉ុងឈុននឹងឯងទៅហៅប្រធានសាខារបស់ពួកឯងមកភ្លាម អូហូកញ្ញាណាយងនិងលោកឆុយស៊ូយ៉នសោះតើអ្នកទាំងពីរមកដើម្បីដណ្ដើមយកតំបន់រាយនេះមែនទេអញ្ជើញចូលខាងក្នុងសិនមកចាំយើងជែកគ្នាថ្នម ស៊ូយ៉នតើយើងគួរធ្វើម៉េចទៅ ចាំមើលថាពួកវាចង់លេងល្បិចអ្វីអញ្ជើញនាំផ្លូវទៅលោកឆុយស៊ូយ៉នខ្ញុំមើលថាសមត្ថភាពមើលត្បូងរបស់លោកគឺលំដាប់កំពូលសម្បីតែមេតបចាំងសុកហួនក៏សរសើរលោកមិនដាច់ពីមាត់ដែរយ៉ាងម៉េចដែរចង់ភ្នាល់គ្នាមើលត្បូងជាមួយខ្ញុំមួយក្តារទេតើលោកជាចង់ភ្នាល់ជាមួយខ្ញុំមែនទេតើភ្នាល់រឿងអ្វីបើលោកអាចស្វែងរកត្បូងកម្រិតខ្ពស់នៅក្នុងរ៉ែនេះបានខ្ញុំចាត់ទុកថាលោកជាអ្នកឈ្នះបើលោកឈ្នះពួកយើងនឹងចាក់ចេញភ្លាមដោយគ្មានលក្ខខណ្ឌបើពួកយើងឈ្នះលោកត្រូវតែចាក់ចេញពីទីនេះហើយកុំត្រឡប់មកវិញឲ្យសោះត្រឹមតែប៉ុណ្្នឹងទេយកព្រមភ្នាល់ ឆុយស៊ូយ៉នត្បូងកម្រិតខ្ពស់នឹងពិបាកស្វែងរកណាស់ណា ទុកឲ្យខ្ញុំចាត់ការចោះឯងជួយមើលកាលៈទេសៈជុំវិញខ្លួនទៅបានហើយលោកប្រធានតើលោកពិតជាបណ្ដោយឲ្យគេស្វែងរកមែនឬចុះបើគេរកឃើញពិតមែននោះខ្ញុំគ្រាន់តែចង់អូសបន្លាយពេលប៉ុណ្ណោះឯងគិតថាត្បូងកម្រិតខ្ពស់ងាយរកដូចបន្លាយអញ្ចឹងឬឲ្យតែខាងបងមីនវូទទួលបានជោគជ័យពួកវាក៏ត្រូវចប់ដែរនេះជាត្បូងកម្រិតកញ្ចក់តើលើកនេះខ្ញុំឈ្នះដាច់តែម្ដងពិតមែនហើយពួកវាបានដាក់បង្កប់គ្នានៅក្បែរនេះមែនតែគួរឲ្យស្ដាយខ្ញុំមានភ្នែកទិព្វមើលធ្លុះខ្ញុំអាចមើលឃើញពីទីតាំងរបស់ពួកឯងយ៉ាងច្បាស់ក្រឡែកយកថ្មមួយដុំនេះចុះចាប់ផ្ដើមកាត់ទៅល្អណាស់កាត់ថ្មនេះទៅចាំមើលទៅថាតើបន្តិចទៀតអាម្នាក់នោះនឹងត្រូវរត់គេចខ្លួនដោយរបៀបណានេះជាពន្លឺនៃត្បូងកម្រិតកញ្ចក់មែនទេនេះជាពន្លឺនៃត្បូងកម្រិតកញ្ចក់ឬពិតជាពន្លឺនៃត្បូងកម្រិតកញ្ចក់មែនឬតើវាអាចទៅរួចយ៉ាងម៉េចទៅ ហេតុអ្វីការពិតនៅចំពោះមុខហើយតើចង់បដិសេធទៀតមែនទេ ទីនេះជាទឹកដីរបស់ខ្ញុំទោះបីជាខ្ញុំមិនព្រមទទួលស្គាល់តើឯងអាចធ្វើអ្វីខ្ញុំបានបើឆ្លាតប្រញាប់ចាក់ចេញពីទីនេះភ្លាមទៅបើមិនអញ្ចឹងទេពួកឯងត្រូវតែស្លាប់ទាំងអស់តើឯងមានទំនុកចិត្តដល់ថ្នាក់នឹងផងគិតថាអាចសម្លាប់ពួកយើងបានមែនទេពិតប្រាកដណាស់កាលពីមុនឯងគ្រាន់តែជាកូនជ្រូកមួយក្បាលប៉ុណ្ណោះគ្រាន់តែចេះមើលត្បូងបន្តិចបន្តួចគិតថាពិភពលោកនេះជារបស់ឯងមែនទេទីនេះជាប្រទេសហាលីមអំណាចគឺជាអ្វីគ្រប់យ៉ាងពួកឯងគ្មានផ្លូវចេញពីទីនេះបានឡើយនៅថ្ងៃនេះស្ដាប់សម្ដីខ្ញុំឲ្យច្បាស់តើឯងមានទំនុកចិត្តដល់ថ្នាក់នឹងផងខ្ញុំអាចសម្លាប់ឯងនៅពេលនេះក៏បានហេតុអ្វីបានជាឯងវាយតបពូកែយ៉ាងនេះ ឆុយស៊ូយ៉នតើឯងជឿទៅតាមការប្រយុទ្ធឆែគីហ៊ុំណើយសមត្ថភាពវាយគ្នាពិតជាមិនធម្មតាមែនខ្ញុំមិនដឹងថាខ្ញុំអាចចាប់ជូណូអូបានដែរឬទេ ការបះបោរបានចាប់ផ្ដើមហើយត្រឡប់ទៅវិញទៅនាំអាម្នាក់នេះទៅដែរទៅមានអូតើមានអ្វីនៅទីនេះ ពិតណាស់ខ្ញុំមកដើម្បីប្រគល់បងស្រីទៅឲ្យលីកាំងអ៊ូធ្វើបែបហ្នឹងទើបខ្ញុំអាចខ្លាចជាមេបាន មានអូតើឯងមិនខ្លាចបាក់ណាយងនឹងឆុយស៊ូជុនទេអីពួកគេនឹងត្រឡប់មកវិញហើយសម្រាប់ឯងមិនខាន ពួកគេញាប់អស់ហើយនៅតំបន់អណ្ដូងងាយយ៉ុងឈុននោះអីបើបងស្រីចេះដឹងខ្លួនខ្ញុំនឹងទុកជីវិតឲ្យខ្ញុំមិនទាន់បានស្គាល់រសជាតិបងស្រីនៅឡើយទេចាំខ្ញុំសប្បាយចិត្តហើយសឹមខ្ញុំប្រគល់ទៅឲ្យលីកាំងអ៊ូអ្នកណាថាយើងងាប់ហើយតើជាមនុស្សឬជាខ្មោចក្នុងពេលដែលឯងមិនទាន់ងាប់តើឲ្យយើងងាប់យ៉ាងម៉េចចុះពួកដែលលីកាំងអ៊ូបញ្ជូនមកត្រឡប់មកវិញទាំងរស់បានយ៉ាងម៉េច តើអាម្នាក់នេះមែនទេដែលឯងកំពុងនិយាយដល់ បងស្រីខ្ញុំខុសហើយបងស្រីខ្ញុំប្រហែលជាឈួតមួយពេលហើយខ្ញុំនៅក្រោមបង្គាប់បងស្រីរាប់ឆ្នាំមកហើយសូមអភ័យទោសឲ្យខ្ញុំតែម្ដងនេះទៅ រយៈពេល3ឆ្នាំដែលខ្ញុំចិញ្ចឹម3បាច់មកបែរជាក្បត់ខ្ញុំទៅវិញនាំអាម្នាក់នេះចេញទៅខ្ញុំនឹងចាត់ការដោយផ្ទាល់ បងស្រីខ្ញុំខុសហើយបងស្រី ឆុយស៊ូជុនលើកនេះឯងបានជួយខ្ញុំកំចាត់ជនក្បត់ហើយថែមទាំងយកតំបន់អណ្ដូងរាយយ៉ុងឈុនមកវិញទៀតនិយាយមកតើឯងចង់បានរង្វាន់អ្វី
ការធ្វើការជូនបងស្រីគឺជាកិត្តិយសរបស់ខ្ញុំតើខ្ញុំហ៊ានប្រាថ្នាចង់បានរង្វាន់យ៉ាងម៉េចទៅគ្រាន់តែឃើញបងស្រីនឿយហត់ទាំងយប់ទាំងថ្ងៃរាងកាយហាក់ដូចជាអស់កម្លាំងបន្តិចបើមិនយកទោះទេឲ្យខ្ញុំជួយម៉ាស្សាជូនបងស្រីម្ដងទៀតបានទេឆយស៊ូស៊ុនអាម្នាក់នេះក៏ចង់លេងល្បិចដែរតើតែដោយសារគេបានជួយខ្ញុំបង្កើតស្នាដៃធំទុកជាការលើកទឹកចិត្តចុះល្អណាស់ណាយ៉ុងឯងទៅសម្រាកទៅចាស់បងស្រីរួចរាល់ហើយមកទីនេះមកមិននឹកស្មានថាថ្ងៃនេះបងស្រីស្លៀកតែខោអាវក្នុងសោះប្រើកម្លាំងបន្តិចមកបងស្រីតើកម្រិតកម្លាំងប៉ុណ្ណេះត្រូវចិត្តដែរទេមិនអាក្រក់ទេបន្តទៀតទៅបងស្រីចុះលើកនេះវិញយ៉ាងម៉េចដែរល្អណាស់ថ្ងៃនេះពិតជាអស្ចារ្យណាស់បងស្រីដែលធ្លាប់តែត្រជាក់ដូចទឹកកកថ្ងៃនេះបែរជាសកម្មខ្លាំងម្ល៉េះគឺបងស្រីខ្ញុំមិនបានតាំងចិត្តធ្វើបែបហ្នឹងទេខ្ញុំគ្រាន់តែចង់ជួយគ្រាបងស្រីប៉ុណ្ណោះបានហើយខ្ញុំដឹងថារឿងថ្ងៃនេះជាឧបត្តិហេតុទេប៉ុន្តែខ្ញុំមិនចង់ឲ្យអ្នកទី3បានដឹងរឿងថ្ងៃនេះឡើយបើមិនដូច្នោះទេឯងប្រកាសជាដឹងហើយថាទោសរបស់ឯងនឹងទៅជាយ៉ាងណាសូមកុំបារម្ភអីបងស្រីខ្ញុំនឹងមិនហើបមាត់និយាយប្រាប់អ្នកណាជាដាច់ខាតចប់ហើយចេញទៅគឺបងស្រីបើមានឱកាសខ្ញុំពិតជានឹងមកម៉ាស្សាជូនបងស្រីម្ទៀតទៅជូនមីនពួកអាភ្លើអស់នេះហ៊ានធ្វើឲ្យយើងខាត់បងដល់ថ្នាក់នេះផងគីមសូហ៊ីមីស្រីម្នាក់នោះបានតំបន់អណ្ដូងរ៉ាយ៉ុងឈុនទៅធ្វើឲ្យអំណាចនាងកើនឡើងយ៉ាងខ្លាំងបើខ្ញុំចង់រស់រានមានជីវិតនៅពេលនេះមានតែសូមជំនួយពីលោកឧត្តមសេនីយ៍សឺហ៊ានប៉ុណ្ណោះត្រូវហើយលើថាសុខហូននិងសឺហាននឹងរៀបចំការប្រកួតត្បូងកណ្ដៀងមែនទេបើអញ្ចឹងឱកាសមកដល់ហើយតើហេតុអ្វីបានជាខ្ញុំទៅជាបែបនេះបើជាខ្ញុំពីមុនវិញអាម្នាក់ដែលហ៊ានប៉ះពាល់ខ្ញុំប្រហែលជាខ្លាចជាចំណីក្រពើបាត់ទៅហើយតែបែរជាលែងគេទៅវិញប្រកាសជាដោយសារគេនៅមានប្រយោជន៍ត្រូវហើយគឺបែបនឹងឯងបងស្រីតើមានរឿងអ្វីកើតឡើងមែនទេខ្ញុំមិនអីទេបងស្រីតើមិនស្រួលខ្លួនត្រង់ណាទេនោះហេតុអ្វីបានជាមើលទៅដូចជាវង្វេងវង្វាន់យ៉ាងនេះខ្ញុំប្រាប់ថាមិនអីទេតើចុះមកទីនេះមានការអីបងស្រីឲ្យខ្ញុំទៅនាំខ្លួនឆយស៊ូស៊ុនមកដើម្បីពិភាក្សាអំពីរឿងការប្រកួតត្បូងកណ្ដៀងឲ្យគេចូលមកចុះចា៎បងស្រីខ្ញុំបាននាំខ្លួនឆយស៊ូស៊ុនមកហើយបងស្រីមើលទៅរឿងការពីម្សិលមិញត្រូវបានដោះស្រាយរួចរាល់ហើយចុះថ្ងៃនេះមានការអ្វីទៅហៅខ្ញុំមកដែលខ្ញុំហៅឯងមកថ្ងៃនេះគឺដោយសារតែការប្រកួតប្រជែងត្បូងកណ្ដៀងការប្រកួតត្បូងកណ្ដៀងមែនទេតើយើងមិនបានទៅរួចហើយទេអីលើកនេះលោកឧត្តមសេនីយ៍ចាងសុខហូននិងលោកឧត្តមសេនីយ៍សឺហាននឹងរួមគ្នាចម្លើងអ្នកឈ្នះនឹងទទួលបានសិទ្ធិគ្រប់គ្រងភូមិបានម៉ូតើភូមិបានម៉ូនេះជាកន្លែងបែបណាទៅឧស្សាហកម្មដ៏ធំបំផុតនៅក្នុងភូមិបានម៉ូគឺល្បែងស៊ីសងនិងត្បូងកណ្ដៀងវាជាកន្លែងដែលលុយហូរចូលដូចទឹកអញ្ចឹងលោកឧត្តមសេនីយ៍ទាំងពីរពិតជាចង់បានកន្លែងនោះខ្លាំងណាស់ប៉ុន្តែដោយសារមិនចង់ប្រកល់ទៅឲ្យអ្នកផ្សេងទើបពួកគេសម្រេចចិត្តយកត្បូងកណ្ដៀងមកធ្វើការប្រកួតប្រជែងបងស្រីសូមកុំបារម្ភអីខ្ញុំប្រកាសជានឹងយកឈ្នះហើយនាំយកភូមិបានម៉ូមកជូនបងស្រីឲ្យបានការប្រកួតលើកនេះនឹងមានអ្នកខ្លាំងចូលរួមច្រើនខ្ញុំត្រូវតែស្វែងរកត្បូងកណ្ដៀងល្អដើម្បីយកឈ្នះពួកគេឲ្យបានឲ្យតែខ្ញុំឈ្នះខ្ញុំនឹងអាចទទួលបានបងស្រីហើយមែនទេអ្នកនាងសូមជួយខ្ញុំផងពួកនោះចង់លក់ខ្ញុំទៅតំបន់ហាមឃាត់ហើយស៊ីមការ៉ាមហេតុអ្វីបានជាអញមកនៅទីនេះឆយស៊ូស៊ុនយើងជាមិត្តរួមថ្នាក់គ្នាតើសូមជួយខ្ញុំផងទៅរត់ចោលស្រួលបួនណាស់តើចាំមើលពេលខ្ញុំចាប់ឯងបានខ្ញុំនឹងធ្វើបាបឯងយ៉ាងម៉េចខ្លះឯងចង់ចេញមុខជំនួសហេតើមានសមត្ថភាពគ្រប់គ្រាន់ហើយឬនៅតើនាងជំពាក់លុយប៉ុន្មាន500លានវ៉ុនមិនអាចចុះបានសំបីតែ1វ៉ុនឡើយខ្ញុំមកលេងទីនេះក៏ធ្លាក់ចូលក្នុងអន្ទាក់របស់ពួកវាថាអាចរកលុយបានតាមរយៈត្បូងកណ្ដៀងតែក្រៅពីខាតលុយអស់ពីខ្លួនហើយខ្ញុំថែមទាំងត្រូវបង្ខំឲ្យចុះហត្ថលេខាលើលិខិតនេះទៀតស៊ូស៊ុនសូមជួយសង្គ្រោះខ្ញុំផងកុំបារម្ភអីខ្ញុំនឹងចាត់ការរឿងនេះជូនឯងចង់សុំជំនួសហេយកលុយមកមិនបាច់ប្រញាប់ទេថៅកែតោះយើងភ្នាល់គ្នានៅក្នុងហាងទៅបើខ្ញុំឈ្នះខ្ញុំនឹងសងបំណុលដែលនាងជំពាក់ជំនួសវិញមានមនុស្សល្ងងម្នាក់ទៀតមកហើយតើមើលទៅដូចជាអ្នកទេសចរអញ្ចឹងល្អណាស់យកស្រីអ្នកនេះទៅលក់នៅផ្ទះបនចំណែកប្រុសម្នាក់នេះវេះយកគ្រឿងក្នុងលក់ទៅពួកអាបាតផ្សារនៅក្នុងតំបន់នេះចេះតែចាំស្ទាក់ចាប់មួយទេសចរដែលគ្មានទីពឹងសោះថ្ងៃនេះខ្ញុំនឹងរៀបចំមេរៀនឲ្យពួកវាឲ្យចាស់តែម្ដងបានតើបើថៅកែចង់បានបែបហ្នឹងយើងលេងនៅទីនេះតែម្ដងទៅថៅកែអញ្ជើញទៅឆយស៊ូស៊ុនត្បូងនៅទីនេះសុទ្ធតែជារបស់ឥតប្រយោជន៍ទាំងអស់មិនអាចលក់បានលុយទេខ្ញុំក៏ត្រូវពួកវាបោកប្រាស់ដោយសារតែរឿងនេះដែរនិយាយឈ្គួលស្អីហ្នឹងត្បូងនៅទីនេះសុទ្ធតែជាត្បូងកណ្ដៀងល្អទាំងអស់គឺមកពីភ្នែកឯងមើលមិនយល់សោះប្រញាប់ទិញត្បូងដើម្បីសងបំណុលភ្លាមទៅបើមិនចង់ត្រូវលក់ទៅផ្ទះបន្ទេ
កុំបារម្ភអីខ្ញុំមានវិធីរួចហើយមិនហើយភាគច្រើនសុទ្ធតែជាត្បូងឥតតម្លៃទាំងអស់យូរម្ដងទើបឃើញមានពន្លឺពណ៌ខៀវស្រាលមួយឬពីរបើពិនិត្យមើលទៅលើចរិតបោកប្រាស់របស់ពួកវាទោះបីជាមានពន្លឺពណ៌ខៀវក៏ដោយក៏ច្បាស់ជាត្បូងឥតតម្លៃដែរត្បូងទាំងនេះខ្ញុំបានឲ្យអ្នកជំនាញពិនិត្យមើលអស់ហើយភាគច្រើនសុទ្ធតែជាត្បូងឥតតម្លៃទាំងអស់ដោយសារតែវាត្រូវបានដាក់សម្រាប់បោកប្រាស់អ្នកទេសចរដូច្នេះមិនថាអញជ្រើសរើសមួយណាទេគឺខ្ញុំនៅតែចំណេញជានិច្ចភ្ញៀវតើជ្រើសរើសរួចរាល់ហើយឬនៅតើលោកមិនទុកពេលឲ្យខ្ញុំជ្រើសរើសត្បូងដែលលោកលក់នេះឲ្យបានត្រឹមត្រូវទេអីនេះជាត្បូងចាក់ពតពណ៌បៃតងតើបើជាត្បូងប្រភេទនេះគឺវាគ្រប់គ្រាន់សម្រាប់សងបំណុលរបស់ស៊ីនការ៉ាមយ៉ាងលើសលប់ទៅទៀតថៅកែខ្ញុំយកត្បូងមួយនេះគ្រាន់តែជាថ្មភ្នំធម្មតាប៉ុណ្ណោះតើបើអញពិតជាចង់បានមែនខ្ញុំលក់ឲ្យក្នុងតម្លៃ10លានវ៉ុនចុះឆយស៊ូជនថ្មមួយនេះមិនមានតម្លៃដល់ទៅ10លានវ៉ុនទេកុំបារម្ភអីខ្ញុំមានវិធីរួចហើយល្អណាស់ដោយសារតែភ្ញៀវយល់ព្រមលឿនបែបនេះខ្ញុំនឹងកាត់ថ្មនេះជូនភ្លាមតែម្ដងនេះជាត្បូងចាក់ពតពណ៌បៃតងតើត្បូងចាក់ពតពណ៌បៃតងមែនទេតម្លៃរបស់វាអាចឡើងដល់យ៉ាងហោចណាស់ 10,000 លានវ៉ុនឯណោះនេះអាចទៅរួចយ៉ាងម៉េចទៅតើនេះជាត្បូងចាក់ពតពណ៌បៃតងពិតប្រាកដមែនទេត្បូងអាធីរីកអីចឹងតើវាអាចទៅរួចយ៉ាងដូចម្ដេចឆយស៊ូជនឯងពិតជាអស្ចារ្យណាស់នេះមានតម្លៃ 10,000 លានវ៉ុនឯណោះអេរឿងបែបនេះគ្មានអ្វីធំដុំទេលោកប្រធានឥឡូវលោកអាចប្រកល់លិខិតទទួលប្រាក់ឲ្យខ្ញុំបានហើយមែនទេល្អខ្ញុំនឹងឲ្យលិខិតទទួលប្រាក់ទៅឯងប៉ុន្តែត្បូងឆៅនេះខ្ញុំត្រូវតែយកវាតើមនុស្សអាចធ្វើបែបនេះបានយ៉ាងដូចម្ដេចត្បូងឆៅនេះមានតម្លៃយ៉ាងតិច 10,000 លានវ៉ុនហាមានបញ្ហាអីមែនទេទីនេះជាដែនដីរបស់ខ្ញុំជាកន្លែងដែលខ្ញុំអាចធ្វើអ្វីតាមចិត្តចង់ចុះបើខ្ញុំថិនបានត្រឹមតែជនបរទេសម្នាក់មានសិទ្ធិអីមកថាមិនបានបងប្អូនវីឈប់ភ្លាមបងណាយ៉ងហេតុអ្វីបងមកទីនេះមិនអីទេចេះខ្ញុំមិនអីទេបងពួកគេបំរុងនឹងប្លន់យករបស់ដែលត្រូវប្រគល់ជូនបងណាយ៉ងតើអាចឆ្កែគ្មានលុយឯណាហ៊ានលោកលូនចង់បានរបស់បងស្រីពួកគេចង់លេបយកត្បូងអាធីរីដ៏ល្អបំផុតដែលទិញជូនបងស្រីឯងចង់ងាប់មែនទេបងស្រីណាយ៉ងខ្ញុំខុសហើយតើចង់ឲ្យដោះស្រាយយ៉ាងណាគ្រាន់តែយកលិខិតទទួលប្រាក់មកវិញចំណែកឯសល់ទុកឲ្យបងស្រីចាត់ចែងចុះមនុស្សទេហើយប្រញាប់ប្រគល់មកភ្លាមបាទខ្ញុំនឹងប្រគល់ជូនភ្លាមគិតថានឹងដោះស្រាយដោយសន្តិវិធីតែឯងបង្ខំឲ្យប្រើកម្លាំងបាយសោះបងប្រុសខ្ញុំខុសហើយខ្ញុំនឹងមិនធ្វើបែបនេះទៀតទេប្រមូលត្បូងឆៅហើយតោះទៅស៊ូជនអរគុណឯងណាស់លើកនេះមិត្តរួមថ្នាក់ចាស់សោះអរគុណអីទៅគឺបើឯងមិនយល់ទោះទេខ្ញុំចង់នៅក្បែរឯងដើម្បីមើលថែរហូតដល់ពេលណារហូតដល់សងបំណុលអស់មិនអីទេចង់នៅយូរប៉ុណ្ណាក៏បានប៉ុន្តែរឿងលុយកុំនិយាយទៀតអីកំពុងនិយាយពីរឿងអីហ្នឹងខ្ញុំគិតថានឹងទទួលចិញ្ចឹមការ៉ាមតើល្អទេអញទៅប្រាប់បងស្រីដល់តទៅភារកិច្ចរបស់ខ្ញុំគឺគ្រាន់តែការពារអញប៉ុណ្ណោះអញ្ចឹងពួកយើងត្រឡប់ទៅវិញចុះដោយសារមានត្បូងអាធីរិកនេះពួកយើងច្បាស់ជាឈ្នះការប្រកួតត្បូងឆៅជាមិនខានលោកឆយស៊ូស៊ុនលើកនេះមានទំនុកចិត្តទេលោកមេបញ្ជាការសូមកុំបារម្ភអីលើកនេះពួកយើងច្បាស់ជាឈ្នះបើឯងឈ្នះខ្ញុំនឹងជួយដោយផ្ទាល់ដើម្បីឲ្យឯងអាចគ្រប់គ្រងភូមិបាំបូបានសូមអរគុណលោកមេបញ្ជាការឈ្នះឬចាញ់នៅមិនទាន់ដឹងច្បាស់ទេលើកនេះខ្ញុំបានអញ្ជើញជាពិសេសគឺលោកគ្រូពួកឯងព្រមទទួលស្គាល់ការបរាជ័យដោយសម្រួលទៅតើមនុស្សនៅកូរ៉ាលីមស្គាល់ត្បូងឆៅជាអ្វីទេតើមើលទៅពួកឯងគួរតែនៅដេកក្នុងអណ្ដូងរ៉ែធ្វើការដូចជាទីសកលវិញទៅលើកនេះខ្ញុំនឹងបង្ហាញឲ្យច្បាស់ថាការវិតម្លៃត្បូងឆៅពិតប្រាកដវាជាយ៉ាងណាចាប់ពីពេលនេះទៅពួកយើងនឹងចាប់ផ្ដើមការប្រកួតត្បូងឆៅនេះជាវគ្គទី1សូមបេក្ខជនទាំងអស់បង្ហាញត្បូងឆៅដែលបានរៀបចំទុកអ្នកចូលរួមទាំងអស់សូមបង្ហាញត្បូងឆៅរៀងខ្លួនតើអ្នកណាគេចង់ធ្វើមុនគេខ្ញុំសុំមុនគេចុះមើលឲ្យច្បាស់ទៅនេះគឺជាត្បូងពណ៌បៃតងដ៏កម្រប្រភេទខ្ពស់បំផុតតម្លៃរបស់វាគឺយ៉ាងហោចណាស់ 5,000 លានវ៉ុនកុំអាលយកសម្រាមរបស់ពួកឯងចេញមកនាំតែខ្មាស់គេអបព្រះឲ្យពិតជាប្រភេទកម្រមែនភាពថ្លានឹងពណ៌នេះពិតជាស្រស់ស្អាតខ្លាំងណាស់ពិតមែនហើយប្រៀបធៀបនឹងរបស់ខ្ញុំមិនបានឡើយយ៉ាងម៉េចដែរសុខុនអញអាចយករបស់បែបនេះចេញមកបានទេរបស់ដ៏មានតម្លៃបែបនេះលោកឆយគីស៊ុនមានទំនុកចិត្តទេលោកមេបញ្ជាការសូមកុំបំអីជ្រូកនៅតែជាជ្រូកដដែលគ្រាន់តែរកឃើញត្បូងកម្រមួយក្នុងអណ្ដូងរ៉ែស្មានតែខ្លួនឯងខ្លាំងអស្ចារ្យមែនទេប្រៀបធៀបនឹងត្បូងបៃតងរបស់ខ្ញុំមិនបានសំបីតែបន្តិចបងស្រីបើលើកនេះខ្ញុំឈ្នះតើមានរង្វាន់អ្វីខ្លះទេតើឯងចង់បានអ្វីតាមពិតខ្ញុំមិនបានចង់បានអ្វីពិសេសទេគ្រាន់តែបើខ្ញុំឈ្នះសូមបងស្រីយល់ព្រមតាមសំណើមួយរបស់ខ្ញុំទៅបានហើយល្អខ្ញុំនឹងយល់ព្រមតែហាមកុំឲ្យហួសព្រំដែនសូមអរគុណបងស្រីមិនបាច់អរគុណទេចាំពន្យល់ខ្ញុំតាមក្រោយផងរឿងស្រីម្នាក់ដែលឯងនាំមកនោះណា
តោះឥឡូវនេះសូមអញ្ជើញលោកឆយគីស៊ុនឡើងមកលើឆាក តើអ្នកណាថាគ្មានរបស់ល្អខ្ញុំមានត្បូងអធិរាជនៅទីនេះតើធ្លាប់ឃើញត្បូងអធិរាជពីមុនមកទេតម្លៃរបស់ត្បូងអធិរាជគឺរាប់សិបពាន់លានវ៉ុនសូម្បីតែលោកខ្លួនឯងក៏ទិញមិនបានសូម្បីតែកំទេចរបស់វាផងអ្នកណាថាមិនបានសម្រាប់ខ្ញុំគឺមាននៅសល់ច្រើនណាស់ខ្ញុំរកស៊ីខាងត្បូងឆៅនេះជាង30ឆ្នាំហើយប៉ុន្តែត្បូងអធិរាជដែលខ្ញុំធ្លាប់ឃើញផ្ទាល់ភ្នែកគឺអាចរាប់ម្រាមដៃបានក្មេងខ្ចីដូចជាឯងមានវានឹងហើយនោះមកពីលោកចាស់ហើយគ្មានភ្នែកមើលទេឯខ្ញុំនៅក្មេងនៅឡើយតើក្មេងមាត់មិនទាន់ស្និទ្ធក្លិនទឹកដោះម្នាក់នេះចង់មកភ្នាល់ជាមួយខ្ញុំមួយក្តារទេតើចង់ភ្នាល់អ្វីខ្ញុំនឹងយកត្បូងបៃតងនេះមកភ្នាល់បើឯងពិតជាអាចយកត្បូងអធិរាជចេញមកមែនខ្ញុំនឹងប្រគល់ត្បូងបៃតងតម្លៃ5000លានវ៉ុននេះឲ្យទៅឯងប៉ុន្តែបើឯងគ្មានទេឯងត្រូវប្រគល់ជីវិតរបស់ឯងមកយល់ព្រមលោកតាបើចង់ចែកលុយឲ្យខ្ញុំអញ្ចឹងខ្ញុំនឹងទទួលយកវាល្អចាំមើលទៅមើលតាដុំថ្មបែបណាដែលនឹងចេញពីកាបូបចាស់របស់ឯងនោះអញ្ចឹងមើលឲ្យច្បាស់ទៅតើនេះពិតជាត្បូងអធិរាជមែនទេពណ៌នេះគុណភាពនេះពិតជាត្បូងអធិរាជដែលមានតម្លៃជាង10,000លានវ៉ុនមែនខ្ញុំចាញ់ហើយក ក្តារទី1ឆយគីស៊ុនជាអ្នកឈ្នះ តើធ្លាប់ឃើញត្បូងអធិរាជទេវាគ្រាន់តែជាត្បូងធម្មតាប៉ុណ្ណោះតើបើជាលំដាប់កម្ពុជាវាច្បាស់ជាមានតម្លៃយ៉ាងហោចណាស់50,000លានវ៉ុនហើយឲ្យតែឯងឈ្នះគឺគ្រប់គ្រាន់ហើយ ក្តារទី2ពួកយើងនឹងជ្រើសរើសត្បូងឆៅជាសាធារណៈអ្នកដែលមានតម្លៃត្បូងបៃតងខ្ពស់ជាងគេជាអ្នកឈ្នះសូមអ្នកទាំងពីរជ្រើសរើសត្បូងឆៅម្នាក់មួយមើលទៅនេះជាត្បូងឆៅដែលបានមកពីអណ្ដូងរ៉ែដ៏ចំណាស់មួយធានថានឹងទទួលបានផលធំជាមិនខានលើកនេះឯងចាញ់ហើយអញ្ចឹងមែនទេរឿងនោះមិនទាន់ដឹងច្បាស់ទេល្អចាំមើលទៅមើលតើឯងនឹងជ្រើសរើសយកមួយណាខ្ញុំជ្រើសរើសរួចរាល់ហើយឯងជ្រើសរើសយកតែរបស់ប៉ុណ្្នឹងទេស្នាមប្រេះវីអូបន្លាយដល់ចុងទៅហើយនៅក្នុងវិស័យនេះគេហៅវាថាការប្រេះស្រាំឆ្លងកាត់របស់បែបនេះទោះបីជាមានត្បូងនៅខាងក្នុងក៏វាខូចអស់ទៅហើយគីស៊ុនត្បូងឆៅនេះមានហានិភ័យខ្ពស់ពេកហើយតើបដូរយកមួយផ្សេងទៀតល្អទេ បងស្រីសូមជឿជាក់លើខ្ញុំចុះខ្ញុំមិនបដូរឡើយសូមបើករបស់ខ្ញុំមុនគេចុះចេញមកហើយធ្វើអីបានទៅរបស់ឥតប្រយោជន៍បែបនេះទោះកាត់ចេញមកក៏គ្មានតម្លៃសំបីតែមួយកាក់ដែរនេះជាត្បូងអធិរាជកម្រិតកម្ពុជាមិនអាចទៅរួចទេនេះពិតជាត្បូងអធិរាជមែនទេហើយអ្វីបានជាចេញត្បូងអធិរាជពីស្នាមប្រេះដ៏ជ្រៅបែបនេះបាននេះមិនសមហេតុផលតតែសោះពិតជាត្បូងអធិរាជកម្រិតកម្ពុជាពិតមែនមើលឆ្អែតហើយមែនទេឃើញអស់ហើយសូមប្រគល់វាឲ្យខ្ញុំវិញមកយល់ហើយពិតជាអស្ចារ្យមែនលើកនេះឯងជាអ្នកឈ្នះហើយលោកមេបញ្ជាការហឺយ៉ងលទ្ធផលដឹងរួចរាល់ហើយឥឡូវលោកគួរតែចាក់ចេញទៅបានហើយលោកឆយគីស៊ុនខ្ញុំសូមទោសចំពោះទង្វើមិនគួរសមពីមុនប្រសិនបើឯងព្រមមកធ្វើការជាមួយខ្ញុំធានាថានឹងឲ្យឯងនៅពីលើមនុស្សគ្រប់គ្នាលើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះលោកឆយគីស៊ុនប្រសិនបើឯងចង់ថ្ងៃនេះគ្មានអ្នកណាអាចមករ៉ាំងឯងបានឡើយលោកឆយគីស៊ុនខ្ញុំពិតជាកោតសរសើរចំពោះសមត្ថភាពរបស់ឯងណាស់មនុស្សពូកែដូចជាឯងហេតុអ្វីត្រូវមកអន់ក្បាលនៅក្រោមបង្គាប់របស់ស្រីម្នាក់ទៅវិញហ៊ានមកអូសទាញនិងបំបីបំបាក់គ្នានៅចំពោះមុខតែម្ដងល្អហើយខ្ញុំក៏ចង់ដឹងពីកន្លែងរបស់ខ្ញុំនៅក្នុងចិត្តរបស់បងស្រីដែរនៅក្រោមមនុស្សម្នាក់តែនៅលើមនុស្ស10000នាក់ពិតជាសំណើដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់បងស្រីស៊ូជុនមិនមែនចាក់ចេញទៅមែនទេបើគេទៅមែនខ្ញុំនឹងវាបំបាក់ជើងគេមិនខានស៊ូជុនមិនល្ងងរហូតដល់ចាញ់បោកការញុះញង់ដល់សារមិញបែបនោះទេម្យ៉ាងទៀតស្អីទៅបងស្រីគ្មានអីទេមិនបាច់ដឹងច្រើនពេកឡើយហេតុអ្វីបងស្រីធ្វើបែបនេះដូចជាមានអាកំបាំងលាក់បាំងជាមួយខ្ញុំអញ្ចឹងលោកមេបញ្ជាការហឺយ៉ងខ្ញុំសុំទោសផងតែខ្ញុំនៅតែចូលចិត្តនៅក្បែរបងស្រីជាងពិតជាគួរឲ្យស្ដាយណាស់លើកក្រោយពួកយើងត្រូវតែធ្វើការជាមួយគ្នាលោកឆយគីស៊ុនបងស្រីដឹងទេថាលើកនេះខ្ញុំបានបដិសេធការលបួងដ៏ធំធេងតើគ្មានរង្វាន់អ្វីខ្លះទេហីចាំយប់ឡើងមកម៉ាស់ឲ្យខ្ញុំទៅប៉ុន្តែកុំឲ្យហួសព្រំដែនពេកបាទយល់ព្រមបងស្រីខ្ញុំនឹងទៅភ្លាមឥឡូវនេះលោកឆយឯងជាអ្នកដែលមានគុណបំណែកធំធេងក្នុងការជួយដណ្ដើមយកភូមិបាំបូត្រឡប់មកវិញដូច្នេះប្រសិនបើមានរង្វាន់ឬសំណើអ្វីដែលចង់បានសូមនិយាយមកដោយសេរីចុះដូច្នេះប្រសិនបើមានរង្វាន់ឬលក្ខខណ្ឌណាដែលអ្នកចង់បានសូមនិយាយវាដោយសេរីលោកមេតបអ្វីដែលខ្ញុំចង់បានគឺការប្រគល់សិទ្ធិគ្រប់គ្រងភូមិបានបូទាំងអស់ទៅឲ្យសមាគមសាមហាប់ល្អណាស់ចាប់ពីពេលនេះទៅភូមិបានបូនឹងត្រូវប្រគល់ឲ្យសាមហាប់លោកមេតបតើលោកពិតជាបញ្ចប់វាបែបនេះមែនទេភូមិដ៏មានតម្លៃដូចជាភូមិបានបូនេះបែរជាត្រូវប្រគល់ឲ្យអ្នកដទៃបែបនេះបញ្ចប់ឬនៅក្នុងវិជ្ជានុក្រមរបស់ស៊ូហៃគ្មានពាក្យថាសូមចាញ់ឡើយទុកឲ្យអាមួយនោះអំនួតទៅចុះចង់គ្រប់គ្រងភូមិបានបូមែនទេចាំមើលថាតើវានៅមានជីវដើម្បីធ្វើវាដែរឬទេលោកមេតបតើមានន័យថាម៉េចអ៊ីកាំងអ៊ូអាឆ្កែនោះខ្ញុំបានទូនមានវារួចហើយនៅពេលដែលសុកហ៊ូនបញ្ជូនមនុស្សទៅកាន់កាប់ភូមិបានបូនោះហើយជាពេលដែលយើងត្រូវចេញមុខអូអញ្ចឹងតើ
ដល់ពេលនោះអ៊ីកាំងអ៊ូនឹងសហការពីខាងក្នុងភូមិហើយកងទ័ពយើងវាសម្រុកពីខាងក្រៅពួកដែលសុកខួនបញ្ជូនមកច្បាស់ជាដូចជាកណ្ដុរក្នុងកមិនខានដល់ពេលនោះមិនត្រឹមតែភូមិបានបូប៉ុណ្ណោះទេសូម្បីតែទឹកដីរបស់សុកខួនក៏យើងអាចគ្រប់គ្រងបានដែរត្រូវហើយដល់ពេលនោះឈ្មោះរបស់ក្រុមប្រដាប់អាវុធខ្លាំងជាងគេនៅក្នុងតំបន់នេះនឹងត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់លោកមេតបពិតជាអស្ចារ្យណាស់ដោយពាក្យគេថាកណ្ដូបចង់ស៊ីចង់តែចាប់នៅពីក្រោយចាំចឹកបងស្រីលើកនេះខ្ញុំបានបដិសេធការស្នើសុំរបស់ស៊ូហ៊ានហើយថែមទាំងបានភូមិបានបូទៀតតើគួរតែផ្ដល់រង្វាន់ឲ្យខ្ញុំហើយមែនទេណាយ៉ុងឯងក៏ហត់នឿខ្លាំងណាស់ដែលថ្ងៃនេះបើគ្មានការអីទេទៅសម្រាកទៅលោកខាដូត្រូវសម្រាកហើយខ្ញុំជូនដំណើរឯងបងស្រីប្រាប់ឲ្យឯងទៅតើមិនមែនប្រាប់ឲ្យខ្ញុំទៅឯណាហេតុអ្វីខ្ញុំត្រូវទៅប្រញាប់ទៅដេកទៅខ្ញុំប្រមានឯងណាកុំអាងតែមានគុណសម្បត្តិបន្តិចបន្តួចហើយធ្វើឆ្លើយដាក់បងស្រីឲ្យសោះបើមិនអញ្ចឹងទេខ្ញុំមិនទុកឲ្យឯងនៅស្ងៀមឡើយដឹងហើយប្រញាប់ទៅតើអញគិតថាការដែលខ្ញុំធ្វើបែបនេះដាក់បងស្រីវាទៅតែមិនងឺពីដងទេខ្ញុំចង់បដូរសម្លៀកបំពាក់ចេញទៅក្រៅមួយផ្លែតទៅបាទចូលមកចុះមើលទៅសម្រស់របស់ខ្ញុំហាក់ដូចជានៅតែមានភាពទាក់ទាញខ្លាំងដែរស៊ូយុនតើឯងកំពុងឈរថ្មឹងធ្វើអីនៅទីនោះប្រញាប់មកទីនេះហើយធ្វើការម៉ាស្សាឲ្យខ្ញុំមករាងកាយរបស់បងស្រីពិតជាតាក់ទាញខ្លាំងណាស់ខ្ញុំមិនអាចឈប់ម៉ាស់បានឡើយទោះបីជាបងប្រុសមិនស្លាប់ដោយសារអ៊ីកាំងអ៊ូក៏គាត់ប្រហែលជាមិនអាចរស់បានយូរដែរដៃរបស់អាស៊ូយុននេះចេះតែហ៊ានឡើងហើយហាក់ដូចជាប៉ះដល់កន្លែងដែលមិនគួរប៉ះទៅហើយតែមិនអីទេព្រោះថ្មីនេះវាធ្វើបានល្អខ្ញុំនឹងលើកលែងឲ្យវាម្ដងចុះសូមអបអរសាទរអ្នកប្រើប្រាស់ប្រព័ន្ធបានជួយទីមសូហ៊ីឲ្យឈ្នះការប្រកួតត្បូងថ្មអ្នកទទួលបានកាត់សំណាងចំនួន1សន្លឹកជារង្វាន់នៅពេលប្រើប្រាស់អ្នកនឹងទទួលបានលក្ខណៈពិសេសនៃភាពមានសំណាងកាត់សំណាងមានន័យថាប្រសិនបើខ្ញុំប្រើកាតនេះសំណាងនឹងមកដល់ភ្លាមមែនទេស៊ូយុនឯងធ្វើបានល្អណាស់ក្នុងការប្រកួតត្បូងថ្មប្រសិនបើឯងអាចជួយកាន់កាប់ភូមិបានបូទៀតខ្ញុំនឹងផ្ដល់រង្វាន់ធំជាងនេះទៅទៀតយ៉ាងម៉េចដែររង្វាន់បច្ចុប្បន្នក៏អស់ឲ្យដល់ថ្នាក់នេះទៅហើយបើរង្វាន់ធំជាងនេះទៀតតើវានឹងអស់ចាកម្រិតណាទៅបងស្រីកុំបារម្ភអីខ្ញុំនឹងចេញដំណើរភ្លាមដើម្បីទៅកាន់កាប់ភូមិបានបូហេតុអ្វីបានជាឯងនៅទីនេះតើឯងចង់ធ្វើអ្វីខ្ញុំគ្រាន់តែដំណឹងថាលោកត្រឡប់មកវិញក៏ចង់មកជួបលោកតែប៉ុណ្ណោះកាលនោះលោកធ្លាប់បានជួយសង្គ្រោះខ្ញុំមែនទេខ្ញុំក៏ចង់ជួយលោកវិញដែរខ្ញុំមិនត្រូវការជំនួយអ្វីនៅទីនេះទេខ្ញុំចង់ជួយបន្តិចបន្តួចក៏បានដែរមិនថាការងារអ្វីក៏ដោយខ្ញុំអាចធ្វើបានទាំងអស់បើអញ្ចឹងជួយសម្អាតបន្ទប់បន្តិចបានទេប៉ុន្តែចិត្តត្រូវត្រឡប់ទៅប្រទេសវិញហើយតើមិនចាំបាច់ធ្វើបែបនេះទេកុំបារម្ភអីខ្ញុំនឹងសម្អាតបន្ទប់នេះឲ្យស្អាតគ្មានធូលីមួយគ្រាប់ឡើយគឺខ្ញុំមានរឿងចង់និយាយតើមានរឿងអ្វីគឺរឿងនោះខ្ញុំចង់និយាយថាឆៃស៊ូតោះទៅយើងត្រូវទៅយកភូមិបានបូមកវិញហើយហេតុអ្វីក៏ប្រញាប់ម្លេះចាំខ្ញុំបដូរសម្លៀកបំពាក់សិនទៅបើឯងមានរឿងចង់និយាយចាំខ្ញុំត្រឡប់មកវិញសឹមនិយាយចុះឆយសួនខ្ញុំស្រឡាញ់លោកប្រធានក្រុមទី2ចេញមកភ្លាមមកពួកយើងមកដើម្បីកាន់កាប់ភូមិបានបូហើយតើលោកគឺលោកឆយស៊ូយុនមែនទេនិយាយថាជំនាញជ្រើសរើសត្បូងថ្មរបស់លោកពិតជាអស្ចារ្យដូចទេវតាបើចង់ឲ្យពួកយើងចុះចូលលោកត្រូវតែបង្ហាញសមត្ថភាពពិតប្រាកដសិនតើគួរធ្វើបែបណាទៅដោយសារលោកមកដល់ភូមិបានបូហើយលោកត្រូវតែលេងតាមច្បាប់របស់ភូមិបានបូស៊ូយុនទីនេះជាទឹកដីរបស់ពួកវាភាគច្រើនវាជាល្បិចបោកប្រាស់ឯងគ្មានផ្លូវឈ្នះឡើយខ្ញុំគិតថាប្រើកម្លាំងបោះសម្អាតពួកវាទៅល្អជាងមិនបាច់ប្រញាប់ទេសាក់លេងជាមួយពួកវាបន្តិចសិនទៅនាងជួយសង្កេតមើលទីតាំងរបស់ពួកវាជុំវិញនេះឲ្យបានល្អផងចាំសញ្ញារបស់ខ្ញុំតើឯងចង់ធ្វើបែបណាប្រាប់មកមើលតើត្រូវធ្វើដូចម្ដេចនេះគឺជាល្បែងពិសេសរបស់ភូមិបានបូដែលមានឈ្មោះថាទីរកត្បូងច្បាប់លេងគឺងាយស្រួលណាស់លោកឆយស៊ូយុនគ្រាន់តែទីថានៅពេលដែលយើងកាត់ថ្មនេះតើវានឹងមានត្បូងនៅក្នុងនោះដែរឬទេបើលោកទីត្រូវលោកនឹងទទួលបានប្រាក់100,000វ៉ុននេះច្បាប់លេងសាមញ្ញល្អតើខ្ញុំសុំចាក់200លានវ៉ុនថាមានត្បូងនៅក្នុងនោះលោកឆយស៊ូយុនពិតជាចិត្តធំមែនតោះបើកថ្មបង្ហាញត្បូងឲ្យលោកមើលទៅតើពិតជាមានត្បូងមែនទេលោកឆយស៊ូយុនពិតជាភ្នែកមុតស្រួចមែនខ្ញុំពិតជាកោតសរសើរណាស់តើនេះជាអន្ទាក់ដែលលោកបានរៀបចំមែនទេថ្មទាំងនេះលោកច្បាស់ជាឲ្យមនុស្សពិនិត្យមើលរួចរាល់អស់ហើយដើម្បីរងចាំបោកប្រាស់អ្នកដទៃឥឡូវនេះខ្ញុំឈ្នះបាន2000លានវ៉ុនហើយតើលោកចង់យ៉ាងម៉េចទៀត
ត្រូវហើយលោកឆយស៊ូយុនឈ្នះបាន 2000 លានវ៉ុននៅក្នុងវគ្គនេះតើលោកចង់លេងបន្តទៀតទេលេងតើប្រកាសជាត្រូវលេងបន្តហើយលោកឆយស៊ូយុនពិតជាចិត្តសឿងមែនច្បាប់លេងនៅដែលគឺសង10ដងតើនៅក្នុងថ្មនេះមានត្បូងដែរឬទេលើកនេះខ្ញុំក៏ចាក់ 2000 លានវ៉ុនទៀតដែរល្អណាស់ធ្វើទៅបើកថ្មរបស់លោកឆយស៊ូយុនទៅជាត្បូងមែនមានត្បូងនៅក្នុងនោះចេញទៀតហើយសូមអបអរសាទរលោកឆយស៊ូយុនឈ្នះធំហើយឈ្នះពិតមែនហើយបើគិតតាមផលធៀបមួយធៀបនឹង10ដែលបានកំណត់អំបញ្ញមិញគឺលើកនេះលោកឈ្នះបាន 1000 លានវ៉ុនហើយតែចង់លេងបន្តទៀតទេលេងតាប្រកាសជាត្រូវលេងបន្តហើយប្រសិនបើខ្ញុំឈ្នះក្នុងវគ្គនេះទៀតខ្ញុំនឹងទទួលបាន 200,000 លានវ៉ុនមិនខានឆយស៊ូយុនល្មមឈប់ទៅបញ្ចប់ត្រឹមនេះទៅតើនាងកំពុងសង្ស័យលើសមត្ថភាពមើលថ្មរបស់ខ្ញុំមែនទេមិនមែនទេប៉ុន្តែមិនអាចលេងបន្តទៀតបានឡើយមានអ្វីប្លែកហើយហេតុអ្វីបានជាអ្នកនាងនិយាយបែបនេះទៅវិញសមត្ថភាពមើលថ្មរបស់លោកឆយស៊ូយុនគឺគ្មានពីរនៅលើโลกនេះឡើយតើអាចចាញ់ដោយរបៀបណាទៅទោះរបស់ខ្ញុំត្រូវបានកែច្នៃជាពិសេសឲ្យតែខ្ញុំចង់ខ្ញុំអាចបដូរថ្មបានគ្រប់ពេលទោះបីជាគេមានភ្នែកទិព្វមើលធ្លុះមែនក៏លើកនេះគេច្បាស់ជាចាញ់មិនខានវគ្គនេះខ្ញុំសូមចាក់ទាំងអស់ All in ខ្ញុំចាក់ថាមានត្បូងផលធៀបនៅដដែលគឺ10ដងល្អណាស់បើកថ្មទៅពិតជាថ្មគ្មានតម្លៃមែនមិនថាខ្ញុំចាក់ខាងណាទេគឺវាជាអ្នកឈ្នះជានិច្ចប្រព័ន្ធប្រើប្រាស់កាត់សំណាងការប្រើប្រាស់កាតសំណាងបានសម្រេចមានត្បូងមែនជាត្បូងពិតមែនមិនអាចទៅរួចទេហេតុអ្វីបានជាមានត្បូងនៅក្នុងនោះទៅវិញមិនអាចទៅរួចទេតាមពិតវាត្រូវតែគ្មានត្បូងទៅត្រូវតែទទួលយកលទ្ធផលមែនទេតោះឥឡូវនេះភូមិបានបូជារបស់ខ្ញុំហើយមិនអាចទៅរួចទេឯងលួចបន្លំមែនទេទីនេះជាទឹកដីរបស់ខ្ញុំហើយនៅជុំវិញនេះសុទ្ធតែជាកូនចៅរបស់ខ្ញុំតើឯងចាញ់ហើយមកចោទថាខ្ញុំបោកប្រាស់មែនទេទាំងនេះសុទ្ធតែជាកូនចៅរបស់ខ្ញុំតើឯងវីពួកគេហើយមកបោកប្រាស់ខ្ញុំមែនទេមិនអាចទេខ្ញុំមិនអាចចាញ់ឡើយធ្វើខ្លួនឲ្យដឹងខ្យល់ខ្លះទៅយកលុយហើយចេញទៅឲ្យឆ្ងាយភ្លាមចេញពីទីនេះទៅបើមិនដូច្នោះទេកុំរកថាខ្ញុំមិនព្រមានតើឯងគិតថាឯងឈ្នះហើយអ្វីនឹងផ្លាស់ប្ដូរមែនទេជ្រលងភ្នំនេះគឺស្ថិតនៅលើការសម្រេចចិត្តរបស់ខ្ញុំតើឯងមានទំនុកចិត្តខ្លាំងណាស់មែនទេឥឡូវនេះមានកាណុងកាំភ្លើងប៉ុន្មានតម្រង់មករកឯងតើឯងអាចធ្វើអ្វីបានតើឯងពិតជាគិតថាមានតែពួកយើងពីរនាក់មែនទេចុះបើមិនមែនតើជាអ្វីទៅប្រសិនបើឯងពិតជាមានសមត្ថភាពមែនឯងច្បាស់ជាសម្រាប់ខ្ញុំយូរហើយមិនមែនមកលេងល្បែងធៀបជាមួយខ្ញុំនៅទីនេះទេតើឯងមិនដែលគិតទេថាខ្ញុំកំពុងតែអូសបន្លាយពេលឯងបោកប្រាស់ខ្ញុំផងខ្ញុំនឹងសម្លាប់ឯងឥឡូវនេះបេមិនអាចទៅរួចទេតើចេញទៅតាំងពីពេលណាប្រកាសជាពេលដែលលោកកំពុងផ្ដោតអារម្មណ៍ភ្នាល់រ៉ែជាមួយលោកឆយសូហ៊ាននឹងហើយមិនអាចទៅរួចទេទោះបីជាអញចេញទៅក៏ដោយតើអញធ្វើដូចមិនដេចបានបើកូនចៅរបស់ខ្ញុំនៅខាងក្រៅមានច្រើនយ៉ាងនេះបងស្រីណេយ៉ងគឺជាឃាតករលំដាប់លេខ1របស់សមាគមត្រីយ៉ាតើកូនចៅកំសាកញីរបស់ឯងអាចជាគូប្រកួតរបស់បងស្រីណេយ៉ងយ៉ាងដូចមិនដេចទៅគួរតែចុះហត្ថលេខលើកិច្ចសន្យាឥឡូវនេះភ្លាមទៅធ្វើបែបនេះខ្ញុំនឹងទុកជីវិតបើមិនដូច្នោះទេថ្ងៃនេះឯងនឹងត្រូវជួបនៅរឿងដ៏គួរឲ្យរន្ធត់ជាមិនខានគុំយកសប្តិឲ្យសោះភូមិបានបូប្រៀបដូចជាជីវិតរបស់ខ្ញុំការឲ្យខ្ញុំប្រកល់ទីនោះឲ្យឯងគឺមិនខុសពីការសម្លាប់ខ្ញុំនោះទេអញ្ចឹងមែនទេបើអញ្ចឹងមានតែបង្ខំចិត្តសម្លាប់អូនរបស់ឯងមកហើយបងប្រុសជួយជីវិតខ្ញុំផងលោកឆយសូហ៊ានសូមមេត្តាលើកលែងទោសឲ្យខ្ញុំផងពួកសម្រាមអាពូអត់ប្រយោជន៍សូម្បីតែភូមិបានបូមួយក៏ការពារមិនបានស្លាប់ទៅគឺសំហើយប្អូនដែលខ្ញុំនិយាយមុននេះគឺសំដៅលើប្អូនម្នាក់នេះតាអូមិនបានទេខ្ញុំចាញ់ហើយខ្ញុំនឹងចុះហត្ថលេខាខ្ញុំនឹងចុះហត្ថលេខាឥឡូវនេះភ្លាមអបអរសាទរលោកអ្នកប្រតិបត្តិអ្នកនាងសុយបានជួយដណ្ដើមភូមិបានបូមពេញហើយផ្ដល់រង្វាន់ជាខ្សែអង្កាមរបស់មេតបសៀវហ្គាន់របាយការណ៍ព័ត៌មានមួយច្បាប់ឆយហូមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្រីស្នំរបស់មេតបសៀវហ្គាន់ឆយហូមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្រីស្នំរបស់មេតបសៀវហ្គាន់មែនទេប្រសិនបើសេចក្តីសម្ងាត់នេះត្រូវបានលាតត្រដាងសៀវច្បាស់ជាបកស្បែកវាទាំងរស់ជាមិនខានហើយខ្សែអង្កាំនេះបើជាក្បាលខ្សែដែលមេតបសៀវហ្គាន់តែងតែពាក់ជាប់ខ្លួននោះប្រហែលជាអាចយកមកប្រើដើម្បីកម្លាចគេបានហើយចាប់ពីថ្ងៃនេះទៅពួកឯងត្រូវតែមកតាមខ្ញុំនឹងផ្ដល់ប្រាក់ឈ្នួលទ្វេដងដល់អ្នករាល់គ្នាសូមអរគុណលោកឆយសូហ៊ានតើខ្ញុំគួរធ្វើយ៉ាងណាចំពោះឯងទៅឯងមិនហ៊ានធ្វើអ្វីខ្ញុំទេប្រសិនបើឯងសម្លាប់ខ្ញុំមេតបសៀវច្បាស់ជាមិនលើកលែងឲ្យឯងឡើយទោះបីជាមិនដឹងថាលោកនឹងលើកលែងឲ្យអត់ប៉ុន្តែមានរឿងមួយដែលប្រកាសច្បាស់គឺលោកមេតបនឹងមិនទុកជីវិតឯងឡើយឯង
និយាយពីស្អីហ្នឹងឯងស្គាល់ឡាណាវ៉ាន់មែនទេឯងខ្ញុំមិនយល់ថាឯងកំពុងនិយាយពីអ្វីទេមិនដឹងក៏មិនអីដែរព្រោះខ្ញុំគ្រាន់តែយកភស្តុតាងទៅឲ្យមេតបសួនជាការស្រេចគាត់ច្បាស់ជាចាប់អារម្មណ៍ខ្លាំងជាងខ្ញុំទៅទៀតទេមិនបានទេសូមមេត្តាផងលោកចយសូហ៊ានខ្ញុំនឹងស្ដាប់បង្គាប់លោក Lanawan តើនោះជាអ្នកណាតើសូហ៊ាននិយាយអ្វីទៅបានជាឆយហូខ្លាចជាញើសដល់ថ្នាក់ហ្នឹង កុំបារម្ភអីគ្រាន់តែធ្វើការឲ្យអស់ពីចិត្តទៅព្រោះរង្វាន់នឹងទទួលបានជាទីគាប់ចិត្តមិនខានប្រសិនបើសៀវឲ្យចូលនាំខ្លួនមនុស្សម្នាក់នោះមកសូមអរគុណលោកចយសូហ៊ានទោះបីជាត្រូវបូជាជីវិតក៏ដោយក៏ខ្ញុំនឹងថែរក្សាភូមិបានបូឲ្យបានល្អបំផុតបាទដោយសារតែមានឯងនៅទីនេះខ្ញុំពិតជាកក់ក្ដៅចិត្តណាស់ខ្ញុំទៅសិនហើយសូមធ្វើដំណើរដោយសុវត្ថិភាពលោកចយសូហ៊ាន អំបញ្ញនឹងឯងនិយាយអ្វីជាមួយឆយហូហ្នឹងហេតុអ្វីក៏ទុកចិត្តប្រគល់កន្លែងនេះឲ្យគេមើលថែញីម្លេះ មកចិត្តនេះបន្តិចមកចាំខ្ញុំប្រាប់ជួយហូបានលួចមានទំនាក់ទំនងស្នេហាជាមួយសស្នំរបស់សៀវហើយត្រូវបានខ្ញុំចាប់បានល្មមឯងគិតមើលទៅតើវាហ៊ានមិនស្ដាប់បង្គាប់ខ្ញុំហើយត្រឡប់ទៅវិញទេ តើឯងដឹងរឿងនេះតាមរបៀបណា នោះគឺជាការសម្ងាត់ លោកមេតបអញ្ជើញពីសាតែចាស់ តើឯងឲ្យខ្ញុំផឹកអ្វីហ្នឹងសៀវយ៉ាន់តារសជាតិថ្នាំពុលយ៉ាងម៉េចដែរយាយខេងវូខ្ញុំនឹកស្មានមិនដល់សោះថាជាឯងហេតុអ្វីបានជាឯងធ្វើបែបនេះតើកន្លងមកខ្ញុំប្រព្រឹត្តចំពោះឯងយ៉ាងណាខ្លះហាតើប្រព្រឹត្តចំពោះខ្ញុំយ៉ាងម៉េចមែនទេប្រសិនបើលោកមិនការពារនាងទេតើតំបន់រាយ៉ងជឿនរបស់នាងខេមសុយនោះធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់នាងយ៉ាងដូចម្ដេចនោះគឺមកពីឯងគ្មានសមត្ថភាពខ្លួនឯងទេស្ងាត់ទៅស្ដាប់ឲ្យច្បាស់រឿងទាំងអស់នេះគឺមកពីលោកទាំងអស់តើឯងមិនខ្លាចទេមែនទេនៅពេលដែលកងសន្តិសុខរបស់ខ្ញុំចូលមកដល់ពួកគេនឹងធ្វើឲ្យឯងបែកឆ្អឹងខ្ទេចខ្ទីមិនខានអូយគួរឲ្យខ្លាចណាស់ណោះពួកយើងបានគ្រប់គ្រងទីនេះទាំងស្រុងរួចទៅហើយលោកកុំយកសប្តិឲ្យសោះឯងយាយខេងវូឯងហេតុអ្វីបានជាធ្វើរឿងរមើលគុណដល់ថ្នាក់នេះឈប់និយាយរឿងឥតប្រយោជន៍ទៅស្ងាត់ទៅឲ្យតែខ្ញុំបានឡើងជាមេហើយសម្រាប់នាងខេមសុយនោះបានខ្ញុំហ៊ានធ្វើគ្រប់យ៉ាងទាំងអស់កុំបារម្ភអីខ្ញុំមិនបណ្ដោយឲ្យលោកស្លាប់ងាយបែបនេះទេនៅពេលដែលខ្ញុំគ្រប់គ្រងទីនេះបានទាំងស្រុងលោកនឹងលែងមានតម្លៃសម្រាប់ប្រើប្រាស់ទៀតហើយឯងអ្វីនឹងមិនទៅជាដូចដែលឯងចង់បានឡើយពិតមកទៅណែនាំខ្លួនវាទៅឃ្លាំងទៅមើលថែវាឲ្យបានល្អបំផុតផងរួចហើយចូលប្រកាសប្រាប់អ្នករាល់គ្នាឲ្យមកចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ខ្ញុំនៅ3ថ្ងៃទៀតបាទលោកមេតបខេងវូខឹមសុយលើកនេះឯងនៅក្នុងកណ្ដាប់ដៃខ្ញុំហើយខ្ញុំនឹងធ្វើឲ្យឯងរស់មិនរស់ស្លាប់មិនស្លាប់ជាមិនខានយាយខេងវូឯងមិនភ្លេចការសន្យារបស់ពួកយើងទេមែនទេលោកកាហ្វេងកុំបារម្ភអីឲ្យតែខ្ញុំគ្រប់គ្រងទីនេះបានទាំងស្រុងភូមិបានបូនិងតំបន់រាយ៉ងឆេងទាំងអស់នឹងក្លាយជារបស់លោកហើយបងស្រីតើមានរឿងអ្វីកើតឡើងមែនទេបងស្រីតើមានអ្នកណាធ្វើបាបបងមែនទេខ្ញុំនឹងទៅសម្លាប់វាចោលភ្លាមខ្ញុំនឹងជួយលួងចិត្តបងស្រីមុនដំបូងចូលមើលរបស់នេះសិនទៅ3ថ្ងៃទៀតយាយខេងវូនឹងរៀបចំពិធីឡើងកាន់តំណែងហើយនេះច្បាស់ជាការបង្ខិតបង្ខំហើយមេតបជេងសៀវហ្គិនមិនអាចព្រមចុះចេញដោយងាយបែបនេះឡើយម្យ៉ាងទៀតទោះបីជាត្រូវជ្រើសរើសអ្នកបន្តតំណែងក៏ត្រូវតែជាបងស្រីដែរសូហ៊ានតើឯងគិតយ៉ាងណាដែរតាមគំនិតរបស់ខ្ញុំយាយខេងវូប្រហែលជាកំពុងគ្រប់គ្រងលោកមេតបហើយគំរាមឲ្យគាត់ចុះចេញពីតំណែងមិនអាចទៅរួចទេសមត្ថភាពរបស់លោកមេតបគឺខ្លាំងបំផុតគ្មានអ្នកណាអាចឈ្នះគាត់បានឡើយខ្ញុំក៏គិតអញ្ចឹងដែរយាយខេងវូច្បាស់ជាបាននាំកម្លាំងពីខាងក្រៅចូលមកជួយហើយកម្លាំងខាងក្រៅនោះ9ភាគ10គឺជាសៀវហើយចុះឥឡូវយើងត្រូវធ្វើម៉េចទៅខ្ញុំនឹងនាំក្មេងទៅសម្លាប់វាចោលភ្លាមកុំឲ្យតែមានរឿងអីបន្តិចចង់តែសម្លាប់គេចេះប្រើខួរក្បាលគិតខ្លះទៅបងស្រីតើបងចង់ឡើងទៅកាន់តំណែងដែលខ្ពស់ជាងនេះទេ
ខ្ញុំគ្រប់គ្រងឲ្យបងស្រីឡើងកាន់តំណែងខ្ពស់ជាងនេះពួកយើងមានទាំងតំបន់យ៉ងជឿននិងភូមិបានបូររួចហើយកម្លាំងក៏ខ្លាំងជាងមុនឆ្ងាយណាស់ដែរទោះបីជាពួកយើងប្រកាសឯករាជ្យក៏គ្មានអ្នកណាហ៊ាននិយាយអ្វីដែរ មិនបានទេយើងមិនអាចឯករាជ្យបានទេបើមិនដូច្នោះទេលីកាំងអ៊ូនិងស៊ូហ៊ានច្បាស់ជាវាយប្រហារយើងរួមគ្នាជាមិនខានពេលនោះស្ថានភាពនឹងកាន់តែគ្រោះថ្នាក់ចុះតើយើងគួរធ្វើដូចម្តេចទៅឆយស៊ូយ៉ននិយាយអ្វីមួយមកកុំបង្អង់យូរអីស៊ូយ៉នឲ្យឯងនិយាយមកពួកយើងនឹងធ្វើតាមអ្វីដែលឯងនិយាយទាំងអស់ បងស្រីអ្វីដែលបន្ទាន់បំផុតនៅពេលនេះគឺត្រូវប្រញាប់ប្រមូលផ្ដុំអតីតកូនចៅរបស់លោកមេតបឡើងវិញនិងស្វែងរកវិធីជួយសង្គ្រោះលោកមេតបឲ្យបានលឿនតាមដែលអាចធ្វើទៅបានខ្ញុំគិតថាមុនពេលលីកាំងអ៊ូគ្រប់គ្រងអ្វីគ្រប់យ៉ាងបានទាំងស្រុងជីវិតរបស់លោកមេតបនឹងមិនមានគ្រោះថ្នាក់ឡើយ សំបីតែសម្ដីរបស់កាំងអ៊ូក៏ពួកគេមិនស្ដាប់ផងតើពួកគេនឹងស្ដាប់សម្ដីរបស់ខ្ញុំឬ បងស្រីមើលថានេះជាអ្វី នេះជាសញ្ញាសក្តិរបស់លោកមេតបចាងសុខហ៊ុនតើមិនមែនទេគាត់តែងតែយកវាជាប់ខ្លួនជានិច្ចចុះហើយអ្វីបានជាវាស្ថិតនៅលើអញទៅវិញ នេះគឺជាអ្វីដែលខ្ញុំបានស្នើសុំពីលោកមេតបផ្ទាល់មុនពេលដែលខ្ញុំចូលកាន់កាប់ភូមិបានមកប៉ុន្តែខ្ញុំក៏នឹកស្មានមិនដល់ដែរថាវានឹងត្រូវយកមកប្រើប្រាស់បែបនេះសោះ ទៅកាន់កាប់កងទ័ពទៅយើងត្រូវតែចាត់ការមុនលីកាំងអ៊ូកុំបារម្ភអីបងស្រីខ្ញុំនឹងបំពេញវាឲ្យបានសម្រេចជាមិនខាន អូពិតមែនហើយប្រាប់អ្នកដែលចូលរួមជាមួយយើងផងថាប្រាក់កម្រៃនឹងត្រូវដំឡើងទ្វេដងជាដាច់ខាត ចាស់ខ្ញុំយល់ហើយឆយស៊ូយ៉ននេះគឺដើម្បីតាក់ទាញចិត្តរាជសោះឥឡូវនេះឯបានផ្ដល់ទាំងកិត្តិយសនិងផលប្រយោជន៍ដល់ពួកគេហើយទោះបីជាលោកមេតបដឹងខ្លួនឡើងវិញក៏ប្រហែលជាមិនអាចរង្គោះរង្គើចិត្តរាជបានដែរទោះជាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំត្រូវតែគ្រប់គ្រងគេឲ្យជាប់នៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំ បងស្រីតើបងកំពុងធ្វើអ្វីហ្នឹង ប្រាកដណាស់គឺចង់ផ្ដល់រង្វាន់ឲ្យឯងនឹងណា បងស្រីទោះជាចង់ផ្ដល់រង្វាន់ក៏ដោយក៏មិនបាច់មកចិត្តថ្នាក់នេះដែរតើ ហេតុអ្វីចុះពេលដែលឯងស្ទាបអង្អែលខ្លួនប្រានខ្ញុំឯងភ្លេចហើយមែនទេ បងស្រីបងដឹងរឿងគ្រប់យ៉ាងអស់ហើយតើ តើឯងគិតថាខ្ញុំមិនដឹងថាឯងបានស្ទាបកន្លែងណាខ្លះមែនទេ បងស្រីខ្ញុំដឹងខុសហើយ ខ្ញុំមិនបានបន្ទោសឯងឡើយហេតុអ្វីក៏ត្រូវខ្លាចថ្នាក់នេះ បងស្រីធ្នមវាបែកអស់ហើយតើ អំបញ្ញមិញនេះជារង្វាន់ហើយឯនេះវិញគឺជាទនកម្មសម្រាប់ការស្ទាបខ្លួនប្រានខ្ញុំបានហើយទៅធ្វើការរបស់ឯងវិញទៅអូយខ្មាស់គេណាស់ បងស្រីពិតជាមានចិត្តរារាំងមែនរឿងថាបង្ខំទុកមួយឡែកចុះតែហេតុអ្វីបានជាខំទៀតហត់នឿយពេញមួយថ្ងៃហើយត្រូវតែប្រញាប់ទៅគេងសិន ឆយស៊ូយ៉នឆយស៊ូយ៉នឆយស៊ូយ៉ន ហេតុអ្វីរាល់ពេលដែលខ្ញុំរៀបនឹងគេងអញតែងតែមកតាក់ទ្វារអញ្ចឹង ខ្ញុំដឹងយ៉ាងម៉េចទៅបងស្រីកំពុងរកឯងនឹងរៀបចំខ្លួនទៅកាន់កំពូលភ្នំវុនសក់ប្រញាប់មកតាមខ្ញុំ ហេតុអ្វីត្រូវប្រញាប់ថ្នាក់នេះរងចាំបន្តិចខ្ញុំសូមរៀបចំខោអាវសិន តើរឿងរ៉ាវយ៉ាងម៉េចទៅហើយបងស្រីកុំបារម្ភពីរឿងដែលខ្ញុំធ្វើក្រុមភាគច្រើនបានមកចូលរួមជាមួយខាងយើងហើយប៉ុន្តែនៅតែមានពួកក្បាលរឹងមួយចំនួនដែលកំពុងតាមលីកាំងអ៊ូលើកនេះយើងអាចដោះស្រាយស្ថានភាពបានលឿនបែបនេះគឺដោយសារសញ្ញាសក្តិរបស់លោកមេតបដែលឯងបានយកមក បងស្រីពេលនេះយើងគ្រាន់តែមានសមត្ថភាពការពារខ្លួនឯងប៉ុណ្ណោះអ្វីដែលបន្ទាន់បំផុតគឺត្រូវកម្ចាត់ឫសគល់នៃគ្រោះថ្នាក់ដែលមានឈ្មោះថាលីកាំងអ៊ូឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន តើឯងមានគំនិតអ្វីទេ បងស្រីថ្នាំគ្រាប់នេះខ្ញុំខំស្វែងរកដោយលំបាកណាស់វាអាចជួយបង្កើនសមត្ថភាពរាងកាយបានសូមអ្នកទាំងពីរពិសាម្នាក់មួយគ្រាប់ទៅហើយចំណែកឯថ្នាំដែលនៅសល់ត្រូវរំលាយក្នុងទឹកឲ្យបងប្អូនដែលយើងទុកចិត្តបានផឹកទៅ តើថ្នាំនេះពិតជាមានប្រសិទ្ធភាពមែនទេឆយស៊ូយ៉នតើរបស់នេះពិតជាអស្ចារ្យថ្នាក់នឹងមែនទេឯងមិនបានបោកប្រាស់ពួកយើងទេមែនទេ បើមិនជឿទេសាក់លបងញ៉ាំដោយខ្លួនឯងទៅដឹងហើយតើ សាក់មើលទៅចុះបើគ្មានប្រសិទ្ធភាពទេចាំមើលទៅនេះខ្លួនប្រានខ្ញុំឡើងក្តៅភីតែមួយកម្លាំងពិតជាកើនឡើងមែនតើថ្នាំនេះពិតជាអស្ចារ្យខ្លាំងណាស់មែនទេណាយ៉ងប្រញាប់យកថ្នាំទាំងនេះទៅរំលាយក្នុងទឹករួចឲ្យមនុស្សចំណិតរបស់យើងផឹកទៅចាស់បងស្រីខ្ញុំនឹងចាត់ការភ្លាម ចាំបន្តិចនេះជាចំណែករបស់បងស្រី មើលចុះរកពីអស្ចារ្យណាស់បើអ្នកផ្សេងមើលមកប្រកាសជាគិតថាឯងជាមេជាមិនខានផាក់ណាយ៉ងបើឯងហ៊ានលេងសើចបែបនេះម្ដងទៀតឯងនឹងត្រូវរំពាត់ហើយបងស្រីខ្ញុំគ្រាន់តែលេងសើចសោះនឹង បងស្រីនេះសូមបងស្រីពិសាទៅ ឯងញ៉ាំវាខ្លួនឯងទៅឯងត្រូវការវាជាងខ្ញុំតើ ខ្ញុំបានញ៉ាំរួចហើយតើនេះជាការសន្សំទុកជាពិសេសសម្រាប់បងស្រីហេតុអ្វីឬមួយក៏ត្រូវតែឲ្យខ្ញុំបញ្ចុះទៀត ឆយស៊ូយ៉នឯងមួយរយៈនេះពិតជាកាន់តែថ្លើមធំទៅហើយតើថ្នាំនេះពិតជាអស្ចារ្យខ្លាំងណាស់មែនទេឆយស៊ូយ៉នឯងបានជួយខ្ញុំច្រើនណាស់តើខ្ញុំគួរតបស្នងឯងយ៉ាងដូចម្តេចទៅ
បងស្រីដែលឡើយខ្ញុំជារបស់បងស្រីស្រាប់ហើយតើនៅតែហៅបងស្រីទៀតខ្ញុំប្រាប់ហើយតើថានៅពេលដែលយើងនៅតែពីរនាក់សុំហៅខ្ញុំថាសូហ៊ីទៅបងស្រីឡានរៀបចំរួចរាល់អស់ហើយអាចចេញដំណើរបានគ្រប់ពេលបងស្រីខ្ញុំមិនបានឃើញអ្វីទាំងអស់ណាឬមួយក៏ការលេងសើចខ្លាយជាការពិតមែនទេតើឆយស៊ូយ៉ននឹងខ្លាយជាបងខ្លាយរបស់ខ្ញុំមែនទេបើវាខ្លាយជាការពិតមែនតើខ្ញុំត្រូវធ្វើដូចម្តេចទៅបើរៀបចំរួចរាល់ហើយយើងចេញដំណើរភ្លាមទៅមិនគួរទុកឲ្យពួកគេរងចាំយូរពេកទេតើរឿងរ៉ាវយ៉ាងម៉េចទៅហើយបងកាមូពេលនេះក្រុមមួយចំនួនបានមកចូលរួមជាមួយខាងយើងពិតមែនប៉ុន្តែនៅមានចំណែកខ្លះទៀតដែលនៅតែតាមគីមសូហ៊ីដូច្នេះហើយពេលនេះយើងហាក់ដូចជាមានការលំបាកបន្តិចហើយមិននឹកស្មានថាមានពួកក្បាលរឹងដែលនៅតែគ្រប់គ្រងមីស្រីចង្រៃគីមសូហ៊ីនោះសោះនៅពេលដែលខ្ញុំគ្រប់គ្រងអ្វីគ្រប់យ៉ាងបានខ្ញុំនឹងសម្លាប់ពួកវាចោលឲ្យអស់ប៉ុន្តែយើងនៅតែមានការគ្រប់គ្រងពីលោកមេតបស៊ូហ៊ានតើមិនមែនទេគ្មានបញ្ហាឡើយយ៉ាងណាក៏ដោយខាងដែលចំណេញគឺយើងទៅគ្នាទៅមនុស្សស្រីពិតជាគ្មានបានការមែននៅពេលសម្រេចចិត្តបែរជាខ្លាចរហូតមិនហ៊ានមកទៅវិញលោកមេតបស៊ូហ៊ានចាប់ពីពេលនេះទៅតំណែងមេតបនឹងត្រូវធ្លាក់មកលើរូបខ្ញុំហើយតើនៅក្នុងចំណោមពួកឯងមានអ្នកណាឯកភាពនិងអ្នកណាជំទាស់ទេខ្ញុំជំទាស់ខ្ញុំមិនយល់ស្របទេទោះបីជាត្រូវជ្រើសរើសមេតបក៏ត្រូវតែពួកយើងជាអ្នកសម្រេចចិត្តដែរការដែលឯងជំទាស់នោះតោះតើអ្នកណាឯកភាពហើយអ្នកណាជំទាស់ខ្លះលោកមេតបស៊ូហ៊ានរបស់យើងគឺគ្រប់គ្រងលោកកាមូនេះឲ្យក្លាយជាមេតបថ្មីតោះមានអ្នកណាជំទាស់ទៀតទេខ្ញុំជំទាស់ខ្ញុំមិនយល់ស្របទេខ្ញុំស្មានតែឯងខ្លាចរហូតមិនហ៊ានមកទៅហើយសូម្បីតែក្បត់ជាតិដូចជាឯងក៏ហ៊ានមកឈរច្រងៀងនៅទីនេះដែរចុះហេតុអ្វីបានជាខ្ញុំមិនហ៊ានមកតើការដែលឯងមកអាចផ្លាស់ប្ដូរអ្វីបានទៅស្ថានភាពនៅពេលនេះយ៉ាងណាក៏ត្រូវបានខ្ញុំគ្រប់គ្រងអស់ទៅហើយតើលោកឆយស៊ូយ៉នឲ្យនៅក្នុងពាក្យចាស់បុរាណរបស់ប្រទេសហ៊ីនលីមមានពាក្យមួយឃ្លានិយាយថាវីរបុរសគឺជាអ្នកដែលដើរតាមនិន្នាការរបស់សង្គមលោកមេតបរបស់យើងវិតម្លៃខ្ពស់លើសមត្ថភាពរបស់លោកណាស់ដូច្នេះសូមពិចារណាដោយវិជ្ជមានទៅលោកផាក់ជីនស៊ូតើយើងភ្នាល់គ្នាបន្តិចទៅល្អទេឬមួយក៏យើងភ្នាល់គ្នាទៅចុះតើភ្នាល់រឿងអ្វីប្រកាសណាស់គឺដុំថ្មគ្រីស្តាល់នឹងឯងបើខ្ញុំឈ្នះឯងត្រូវតែនាំមនុស្សរបស់ឯងចាក់ចេញពីទីនេះទៅចុះបើឯងចាញ់ឯងនឹងភូមិបានមកទាំងអស់នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់លោកមេតបស៊ូហ៊ានវិញល្អណាស់ខ្ញុំទទួលយកការភ្នាល់នេះលោកផាក់ជីនស៊ូខ្ញុំគិតថានេះហាក់ដូចជាមិនសូវសមរម្យទេបាទតើត្រង់ណាដែលថាមិនសមរម្យនោះយើងអាចចាប់គីមសូហ៊ីបានដោយមិនបាច់បង្ហូរឈាមមួយដំណក់ផងតើមានអ្វីមិនល្អទៅឬមួយក៏ឯងគិតថាខ្ញុំនឹងចាញ់មែនទេអូទេបាទមិនមែនបែបនោះទេសមត្ថភាពប្រើប្រាស់ថ្មគ្រីស្តាល់របស់លោកផាក់ជីនស៊ូគឺអស្ចារ្យបំផុតហើយតើអាចចាញ់បានយ៉ាងម៉េចទៅបាទជំនាញធម្មតារបស់លោកផាក់ជីនស៊ូគឺល្អបំផុតគ្មានផ្លូវដែលគាត់នឹងចាញ់ឡើយវីខេងវូមនុស្សដូចឯងទោះបីជាផ្លាស់ប្ដូរយ៉ាងណាក៏ដោយក៏នៅតែជាឆ្កែដែរចុយសូហ៊ានឯងឈប់ទៅប្រញាប់រៀបចំថ្មដំទៅបាទតើយើងភ្នាល់គ្នាយ៉ាងម៉េចពួកយើងម្នាក់ជ្រើសរើសថ្មដំតម្លៃ300វ៉ុនហើយអ្នកដែលមានតម្លៃខ្ពស់ជាងគេនឹងឈ្នះល្អណាស់ធ្វើតាមសម្ដីឯងចុះខ្ញុំនឹងចាប់ផ្ដើមមុនក្តាមទាំង3នេះខ្ញុំបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់នៅខាងក្នុងមានរបស់ដ៏អស្ចារ្យមិនដឹងថាលៀបសំណាងបែបនេះនឹងតាមឯងម្ដងទៀតឬអត់ទេផកចិនស៊ូសាក់សំជាកម្ពុជាងមែនថ្មដែលឯងជ្រើសរើសសុទ្ធតែមានត្បូងទឹមជាងនេះទៅទៀតអាចុងក្រោយជាប្រភេទកែវតម្លៃរាប់សិបលានចាំមើលថាតើខ្ញុំមានសំណាងបែបនេះដែរឬទេបន្តិចទៀតដឹងហើយកុំអួតពេកទោះឯងជ្រើសរើសយ៉ាងណាក៏ដោយអ្នកឈ្នះចុងក្រោយគឺខ្ញុំដដែលបើជឿជាក់ខ្លាំងម្លឹងកុំបន្ទោសខ្ញុំពេលធ្លាក់ចូលអន្ទាក់ឲ្យសោះលើកនេះត្រូវតែជ្រើសរើសរបស់ល្អដើម្បីឈ្នះតែម្ដងគត់នេះជាប្រភេទកែវឆាន់ដែលកែតាយ៉ាងហោចណាស់ក៏មានតម្លៃ5000លានវ៉ុនដែរលោកឆយសូហ៊ានជ្រើសរើសរួចរាល់ហើយឬនៅចង់ចាញ់លឿនម្លេះពូកែតែនិយាយទេក្តៅទាំង3នេះសុទ្ធតែជាលំដាប់កំពូលបើជឿជាក់ខ្លាំងម្លឹងបើកមុនទៅមើលបើក៏បើកថ្ងៃនេះចាំមើលឲ្យច្បាស់ទៅបើកអាស្រ័យនេះមកទៅ
ត្បូងត្បូងត្បូងពណ៌បៃតងបានចេញមកហើយមានអ្វីត្រូវភ្ញាក់អើម្លេះវាជារឿងធម្មតាទេដែលខ្ញុំរកឃើញត្បូងពណ៌បៃតងនោះលោកផកជៀនសូពិតជាគ្មានគូប្រៀបពិតមែនតម្លៃរបស់ Sloppy Jade គឺប្រហែល80លានវ៉ុនដល់វេនខ្ញុំហើយហេតុអ្វីប្រញាប់ម្លេះខ្ញុំនឹងកាត់មួយនេះតើអាចមានត្បូងល្អចេញពីថ្មគ្មានប្រយោជន៍បែបនេះបានយ៉ាងម៉េចចុះចាញ់លឿនទៅមិនល្អជាងទេចុះបើថ្មរបស់ខ្ញុំមានត្បូងទឹកចេញមកគ្មានផ្លូវទេទោះបីជាត្បូងទឹកមិនសូវកម្រក៏ដោយក៏វាមិនមែនជាបន្លែស្បែកក្តោបដែលរកបាននៅគ្រប់ទីកន្លែងដែរអូនរណាមានត្បូងពណ៌បៃតងនេះមានពិតជាមានពណ៌បៃតងមែនប្រហែលជាមានតែនៅខាងក្រៅទេកាត់បន្តទៀតទៅទឹកនេះឯងចាញ់ហើយបៃតងសុទ្ធតែម្ដងជាត្បូងទឹកមែនតើថាម៉េចមិនអាចទៅរួចទេលោកឆយសូហ៊ានតម្លៃពន្លឺនេះគឺប្រហែល90លានវ៉ុនហេតុអ្វីគិតថារបស់ឯងចេញមកតែម្នាក់ឯងហើយរបស់ខ្ញុំមិនចេញមែនទេធម្មតារបស់ឯងវាតូចជាងរបស់ខ្ញុំបន្តិចបើអញ្ចឹងមានន័យថាខ្ញុំជាអ្នកឈ្នះហើយវាគ្រាន់តែថ្លៃជាងរបស់ខ្ញុំ10លានវ៉ុនប៉ុណ្ណោះឈ្នះទាំងប្រផិតប្រផៅសោះទឹកក្រោយខ្ញុំច្បាស់ជាឈ្នះឯងទោះជាយ៉ាងណាក៏ដោយអ្នកឈ្នះនៅតែជាអ្នកឈ្នះដដែលលើកនេះខ្ញុំនឹងបង្ហាញសមត្ថភាពពិតរបស់ខ្ញុំឲ្យឯងឃើញកាត់ថ្មដើមនេះភ្លាមទៅនេះជាពន្លឺកែវតម្លៃ 1.5 លានវ៉ុនស័ក្តិសមជាកម្ពុជាជាងមែនរកឃើញពន្លឺកែវដ៏អស្ចារ្យបែបនេះទឹកនេះយើងឈ្នះដាច់ហើយឆយសូហ៊ានមានទំនុកចិត្តទេកុំបារម្ភអីទុកចិត្តលើខ្ញុំចុះខ្ញុំមានគម្រោងរួចរាល់ហើយរបស់ដែលខ្ញុំរកឃើញលើកនេះជាត្បូងពេជ្រតម្លៃរាប់សិបលានវ៉ុនចុះចាញ់ទៅល្អជាងហេតុអ្វីខ្ញុំត្រូវចុះចាញ់ខ្ញុំនៅសល់ថ្មពីរទៀតតើតើតែឃើញលទ្ធផលចុងក្រោយទើបឯងភ្ញាក់ខ្លួនមែនទេថ្ងៃនេះខ្ញុំនឹងបញ្ចប់ឯងឲ្យបានសម្រេចកាត់មួយនេះទៅតើមានអ្វីចេញមកនិយាយឲ្យលឿនមកវាជាកំទេចថ្មប្រយោជន៍ទេមិនអាចទេថាម៉េចជាកំទេចថ្មប្រយោជន៍ពិតជាកំទេចថ្មប្រយោជន៍មែនតើឯងអាចជ្រើសរើសចំកំទេចថ្មប្រយោជន៍ក្នុងចំណោមថ្មល្អជាច្រើនបែបនេះបានយ៉ាងម៉េចនេះក៏ជាសមត្ថភាពមួយដែរហេតុអ្វីជ្រើសរើសបានកំទេចថ្មទៅវិញចុះចាញ់ភ្លាមទៅមើលទៅលោកជាងផកចិនសូជាប់នុយហើយតើខ្ញុំនៅសល់ថ្មមួយទៀតហេតុអ្វីខ្ញុំត្រូវចាញ់បើបុកបញ្ចូលគ្នារបស់ខ្ញុំលើពី10លានទៅទៀតអាចុងក្រោយមានតម្លៃត្រឹមតែ90លានវ៉ុនប៉ុណ្ណោះតើឯងចង់ឈ្នះខ្ញុំតាមរបៀបណាជាងនេះទៅទៀតខ្ញុំនៅសល់ថ្មមួយទៀតដែលមិនទាន់បឹកនៅទីនេះបើជឿជាក់ខ្លាំងម្លឹងបន្ថែមលុយភ្នាល់ទៀតទៅស្អីគេឯងហ៊ានដំឡើងលុយភ្នាល់ផងខ្ញុំសួរតែប៉ុណ្្នឹងទេព្រមឬអត់ល្អណាស់ចង់ជីករណ្ដៅកប់ខ្លួនឯងខ្ញុំមិនខាត់ឡើយបើថ្ងៃនេះខ្ញុំឈ្នះតំបន់រ៉ៃយ៉ងចេងនិងភូមិបេមបូទាំងអស់នឹងក្លាយជារបស់ខ្ញុំចុះបើខ្ញុំឈ្នះគ្មានផ្លូវដែលឯងឈ្នះឡើយចុះអុកមីថាខ្ញុំឈ្នះបើឯងឈ្នះពួកយើងនឹងបញ្ឈប់ការគ្រប់គ្រងដល់លីខេងវូភ្លាមលោកជាងផកជានស៊ូធ្វើបែបនេះមិនសមទេណាទឹកនេះយើងច្បាស់ជាឈ្នះដាច់ហើយរៀបចំខ្លួនគ្រប់គ្រងតំបន់ទៅប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេតើឯងចង់បានអ្វីបន្ថែមទៀតបើខ្ញុំឈ្នះត្រូវប្រគល់ធនធានទាំងអស់ដែលគ្រប់គ្រងលីខេងវូរួមទាំងកងទ័ពទាំងនោះមកឲ្យខ្ញុំទាំងអស់ឯងមិនបានទេបាទល្អណាស់ខ្ញុំយកព្រមថ្ងៃនេះខ្ញុំនឹងកំទេចឯងឲ្យខ្ទេចគ្មានសល់នេះជាត្បូងពណ៌បៃតងទឹកកកតើមើលឲ្យច្បាស់ទៅនេះជាត្បូងពណ៌បៃតងទឹកកកដែលមានតម្លៃរហូតដល់500លានវ៉ុនឯណោះឆយសូហ៊ានឯងចាញ់ហើយថ្មរបស់ខ្ញុំមិនទាន់បើកផងហេតុអ្វីឯងថាខ្ញុំចាញ់ចាំបាច់ត្រូវបើកទៀតធ្វើអីឥឡូវនេះយើងមាន 1.583 លានវ៉ុនទល់នឹង90លានវ៉ុនពួកយើងមានប្រៀបដាច់ទៅហើយតើឆយសូហ៊ានឥឡូវត្រូវធ្វើម៉េចទៅកុំបារម្ភអីមានខ្ញុំនៅទីនេះហើយថ្ងៃនេះខ្ញុំនឹងបង្ហាញសមត្ថភាពពិតឃើញមើលតែភ្នែកទេក៏ដឹងថាគ្មានរបស់ល្អចេញមកដែរថ្មដើមនោះតូចពេកទោះបីជាមានប្រភេទកែវទឹកកកចេញមកក៏ដោយក៏តម្លៃវាមិនអាចលើសពីយើងបានដែរឈ្នះឬចាញ់តតែកាត់ទើបដឹងមិនអញ្ចឹងកាត់ភ្លាមទៅបាទអញ្ចឹងខ្ញុំនឹងកាត់វាគ្រាន់តែជាការខាត់ពេលវេលាប៉ុណ្ណោះខ្ញុំវិញបានគិតគូររួចរាល់អស់ហើយថាតើត្រូវគ្រប់គ្រងតំបន់នោះដោយរបៀបណានេះជាប្រភេទកែវឆាន់ដេកាតាថាម៉េចមិនអាចទៅរួចទេវាជាប្រភេទកែវឆាន់ដេកាដែលមានតម្លៃរហូតដល់ 5000 លានវ៉ុនឯណោះមិនអាចទៅរួចទេឆយសូហ៊ានភ្នែកខ្ញុំពិតជាមិនខុសមែន
មើលឲ្យច្បាស់ទៅមើលឲ្យច្បាស់ចុះកុំនិយាយថាខ្ញុំធ្វើបាបអញឲ្យសោះអញកំពុងតែរត់ទៅពេកហើយស្អីគេអញកាចជំងឺដងបាត់មែនទេបើអញ្ចឹងប្រញាប់លាបថ្នាំទៅឯងល្មមហើយយិនសូឥឡូវដល់ពេលដែលត្រូវរក្សាសញ្ញាហើយចុះបើខ្ញុំមិនពងពួកអញឥឡូវនេះត្រូវបានឡោមព័ទ្ធដោយកូនចៅរបស់ខ្ញុំហើយគិតថាអាចចេញពីទីនេះបានដោយងាយស្រួលមែនទេខ្ញុំសូមប្រមានប្រគល់តំបន់នោះមកដោយសន្តិវិធីទៅល្អជាងធ្វើបែបនេះទើបពួកយើងដោះលែងដោយស្រួលបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យពួកឯងរស់មិនបានស្លាប់មិនរស់ឡើយលោកផកជឿនស៊ូនិយាយច្រើនធ្វើអីទៀតចាត់ការភ្លាមទៅអាចឈ្នះខ្ញុំដោយប្រើថ្នាំបានអញពិតជាមនុស្សមានសមត្ថភាពមែនចង់មកចូលរួមជាមួយខាងខ្ញុំទេបើមកជាមួយយើងមេតបសៀវនឹងមិនធ្វើឲ្យអញខកបំណងឡើយអញជឿជាក់ខ្លាំងម្ល៉េះថាអាចសម្លាប់ខ្ញុំបាននៅទីនេះសុទ្ធតែជាមនុស្សរបស់ខ្ញុំតើអញយកមូលដ្ឋានអ្វីមកគិតថាខ្ញុំមិនអាចសម្លាប់អញបានដោយសារតែជឿជាក់លើមនុស្សពីរនាក់នៅពីក្រោយអញមែនទេកុំធ្វើការប្រឆាំងដែលគ្មានប្រយោជន៍អីឥឡូវនេះគ្រាន់តែខ្ញុំបញ្ជាតែមួយម៉ាត់ពួកឯងនឹងត្រូវខ្ទេចខ្ទីជាមិនខាននិយាយច្រើនធ្វើអីកុំតិចវាទៅចាត់ការវាទៅលោកផកជឿនស៊ូឥឡូវនេះពួកយើងឈ្នះហើយតើវាទៅជាយ៉ាងម៉េចទៅវិញហើយអ្វីបានជាអង្គរៈនៅក្បែរអញពូកែយ៉ាងនេះពួកដែលខ្ញុំនាំមកសុទ្ធតែជាទាហានឆ្នាំណាទាហានឆ្នាំអ្នកដែលខ្ញុំប្រឈមមុខគឺទាហានឆ្នាំនឹងហើយឥឡូវនេះខ្ញុំនឹងផ្ដល់ឱកាសឲ្យឯងអត់ទេកុំសម្លាប់ខ្ញុំអីបើសម្លាប់ខ្ញុំលោកមេតបស៊ូហិនមិនលើលែងឲ្យអញឡើយរឿងនឹងទុកទៅថ្ងៃក្រោយទៅឥឡូវនេះជាពេលដែលខ្ញុំត្រូវគិតថាគួរទុកជីវឲ្យពួកឯងឬអត់មិនបានទេកុំសម្លាប់ពួកយើងអីទោះបីជាសម្លាប់ពួកយើងក៏ពួកឯងមិនអាចចេញពីទីនេះបានដែរឥឡូវនេះនៅខាងក្រៅសុទ្ធតែជាមនុស្សរបស់យើងទាំងអស់បើអញសម្លាប់ខ្ញុំក្រុមរបស់យើងទាំងមូលនឹងមានភាពវឹកជាមិនខានដល់ពេលនោះលោកមេតបស៊ូហិននឹងបញ្ជូនតបមកពួកឯងគ្មានអ្នកណាអាចរត់រួចឡើយមែនហូអញ្ចឹងសាកហៅមនុស្សមកមើលគឺអញជាអ្នកខ្ញុំហៅទេណាតាមចិត្តឯចុះចាំមើលតើថ្ងៃនេះមានអ្នកណាចូលមកខ្លះល្អណាស់គ្នាខ្លះនៃគ្នាខ្លះឆាប់ចូលមកជួយសូហៀនកូនចៅរបស់ខ្ញុំមកដល់ហើយឯត្រៀមខ្លួនស្លាប់ដោយសន្តិវិធីទៅបើអញមិននិយាយរឿងឥតប្រយោជន៍ទេអញប្រហែលជាអាចផ្លាស់ប្ដូរស្ថានភាពបានមែនហើយប្រកាសចិត្តម្លេះថាពួកគេជាមនុស្សរបស់អញនោះឈួតមែនទេនេះជាទឹកដីរបស់ខ្ញុំបើមិនមែនជាកូនចៅខ្ញុំឬជាកូនចៅអញទៅវិញហើយខឹមសូវីឯទៀតដល់ពេលនោះខ្ញុំនឹងលេងសើចជាមួយអញឲ្យសប្បាយចិត្តលេងធុញហើយខ្ញុំនឹងលក់អញទៅឲ្យហាងស្រាជួយសូហៀនខ្ញុំនឹងសម្លាប់ឯងឆាប់សម្លាប់វាទៅអ្នកណាហ៊ានកម្រើកសាកមើលថ្លង់អស់ហើយមែនទេបាញ់ទៅខ្ញុំប្រាប់ឲ្យបាញ់ពួកគេមិនស្ដាប់សម្ដីលោកឡើយមនុស្សទាំងនេះសុទ្ធតែជាមនុស្សរបស់យើងលីខេងវូឥឡូវនេះកូនចៅរបស់លោកមេតបចេងសៀខ្លួនសុទ្ធតែស្ថិតក្នុងកណ្ដាប់ដៃខ្ញុំហើយតើអញយកអ្វីមកប្រយុទ្ធជាមួយខ្ញុំមិនពិតទេហេតុអ្វីបានជាលឿនយ៉ាងនេះអញគ្រាន់តែជាទាសករម្នាក់ប៉ុណ្ណោះតើអ្នកយ៉ាងប្រាប់វាទៅតើពួកយើងធ្វើបានដោយរបៀបណានេះគឺជាកងដៃការពារខ្លួនរបស់លោកមេតបចេងសៀខ្លួនកងដៃនេះតំណាងឲ្យលោកមេតបតើពួកយើងធ្វើបានដោយរបៀបណាទៅងាយស្រួលណាស់ទោះបីជាមានសញ្ញាក៏មិនអាចលឿនយ៉ាងនេះដែរកុំភ្លេចថាឥឡូវនេះខ្ញុំក៏មានភូមិបេមបូដែរខ្ញុំមិនត្រឹមតែមានធានច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេថែមទាំងមានសញ្ញារបស់លោកមេតបទៀតផងដូច្នេះហើយទើបការប្រមូលពួកគេវាងាយស្រួលយ៉ាងនេះមិនអាចទេខ្ញុំលីខេងវូខំប្រឹងប្រើគ្រប់មធ្យោបាយប៉ុន្តែចុងក្រោយបែរជាធ្វើរឿងល្អឲ្យពួកឯងទៅវិញអយុត្តិធម៌ណាស់អយុត្តិធម៌ណាស់តើមានអ្វីត្រូវអយុត្តិធម៌ឥឡូវនេះខ្ញុំមានទាំងមនុស្សនិងលុយកាក់លើសពីនេះខ្ញុំមានហេតុផលច្បាស់លាស់ទៀតផងបើគ្មានកម្លាំងសៀវហិនទេឯងច្បាស់ជាស្លាប់យូរហើយបងស្រីម្នាក់នេះខ្ញុំទុកឲ្យបងហើយខឹមសូហ៊ីកុំសម្លាប់ខ្ញុំអីលើកលែងទោសឲ្យខ្ញុំម្ដងចុះថ្ងៃក្រោយខ្ញុំមិនហ៊ានមករករឿងទៀតទេទៅនរកហើយសុំទោសដែនវូដែលជាបងប្អូនល្អរបស់ខ្ញុំដោយផ្ទាល់ទៅឈយសូហៀនអរគុណអញហើយខ្ញុំនឹងផ្ដល់រង្វាន់ដែលធ្វើឲ្យអញពេញចិត្តជាមិនខានអរគុណបងស្រីលោកផកជឿនសូពួកយើងមកធ្វើការដោះដូរគ្នាមួយទេតែចង់ធ្វើការដោះដូរអ្វីជាមួយខ្ញុំប្រគល់ស្បៀងអាហារជំនួយរបស់ V Kang Wu ដែលឯងមានទាំងអស់មកឲ្យខ្ញុំបើមិនអញ្ចឹងទេខ្ញុំមិនទុកជីវឲ្យឡើយមិនបានទេបើដោះលែងខ្ញុំទៅបែបនេះភារកិច្ចក៏បរាជ័យស្បៀងអាហារក៏បាត់បង់ទាំងអស់ពេលត្រឡប់ទៅវិញលោកមេតបសៀវហិនច្បាស់ជាមិនលើកលែងឲ្យខ្ញុំឡើយជប់សិនយ៉ាងហោចណាស់ក៏ត្រូវផ្ដល់ប្រយោជន៍ខ្លះឲ្យខ្ញុំដើម្បីយកទៅរីកាដែរតើមានការធ្វើជំនួយឯណាដូចនេះសម្ដីរបស់លោកក៏មានហេតុផលដែរអញ្ចឹងខ្ញុំនឹងប្រគល់ដែនដីចាស់របស់ Lee Kang Wu ទាំងអស់ឲ្យលោកហើយលោករកវិធីផ្ដល់ប្រយោជន៍បន្ថែមឲ្យខ្ញុំទៅយ៉ាងម៉េចដែរពិតជាប្រគល់ឲ្យខ្ញុំមែនឬដែនដីរបស់ Lee Kang Wu នោះមិនបានទេឈយសូហៀនបើបាត់បង់ដែនដីរបស់ Lee Kang Wu ពួកយើងនឹងពីបការពារខ្លួនពីសៀវហិនហើយ
ខ្ញុំនិយាយម៉ាត់ណាម៉ាត់នឹងបើថាឲ្យគឺឲ្យហើយល្អណាស់បើឯងអាចសម្រេចចិត្តបានខ្ញុំនឹងប្រគល់ស្បៀងអាហារទាំងអស់ឲ្យភ្លាមអាល្ងងឲ្យតែគ្រប់គ្រងដែនដីរបស់ Vi Kang Wu បានលុយកាក់ឬស្បៀងអាហារចង់បានប៉ុន្មានក៏បានដែរនាយងត្រីលឹកសន្យាទៅចាំទុកកត់ចំណាំនៅទីនេះផងដែនដីចាស់របស់ Vi Kang Wu ទាំងអស់ត្រូវប្រគល់ឲ្យពួកគេ បងស្រីទៅត្រៀមតាមអ្វីដែល Choi So Hyun និយាយទៅចាបងស្រី ជប់សិនតើមានល្បិចអ្វីទៀតហើយចាំទុកសរសេរអក្សរតូចមួយជួរនៅក្នុងកិច្ចសន្យាថាសិទ្ធិក្នុងការបកស្រាយចុងក្រោយជីវិលរបស់ភីគីឃ្លានេះកាន់តែតូចកាន់តែល្អ យល់ហើយខ្ញុំនឹងទៅចាត់ការភ្លាម ពិនិត្យមើលកិច្ចសន្យាទៅបើគ្មានបញ្ហាទេចុះហត្ថលេខាទៅដោយសារតែចុះហត្ថលេខហើយនាងនាងទៅតាមម្នាក់នេះដើម្បីទទួលប្រាក់ទៅក្រោយពីទទួលបានប្រាក់ហើយដោះលែងម្នាក់នេះទៅហាំនិយាយត្រឡប់ក្រោយវិញណាកិច្ចសន្យាក៏ចុះហត្ថលេខហើយមនុស្សក៏ដោះលែងហើយតើចង់បានអ្វីទៀតគិតថាខ្ញុំអត់ទ្រាំព្រោះតែយកយល់ដល់លោកមេតបស៊ូហិនទៅចុះបើមិនអញ្ចឹងទេឯងស្លាប់បាត់ទៅហើយរក្សាសន្យាឲ្យបានល្អទៅចាំការលោកមេតបលាក់ខ្លួនណីណាហើយឆ្នាំបន្សាបពីគួរតែប្រគល់ឲ្យឥឡូវនេះដែរមែនទេលោកមេតបស៊ូហ៊ុននៅក្នុងបន្ទប់គេងឆ្នាំបន្សាបពីខ្ញុំបានឲ្យរួចហើយតើបងស្រីពួកយើងទៅរកលោកមេតបសិនទៅរឿងដែលនៅសេះសល់ចាំលោកមេតបដឹងខ្លួនសិនសឹមសម្រាប់ចិត្តតាមក្រោយ ពិតមែនហើយតើអញពិតជាគិតចង់ប្រគល់ដែនដីរបស់ Kang Wu ទាំងអស់ទៅឲ្យ PK Siwan មែនឬ ខ្ញុំនឹងប្រគល់ដែនដីរបស់ Kang Wu ទាំងអស់ទៅឲ្យ Siwan មែនប៉ុន្តែដែនដីរបស់ Siwan ស្ថិតនៅទីណាគឺពួកយើងជាអ្នកកំណត់តើ ប៉ុន្តែបើធ្វើបែបនោះ Siwan ច្បាស់ជាមិនទុកឯងឲ្យនៅសុខឡើយ ក្រោយពេលដែលគាត់ប្រគល់ស្បៀងអាហារទាំងអស់មកឲ្យពួកយើងគាត់ច្បាស់ជាទទួលរងការខូចខាតយ៉ាងដំណំហើយដល់ពេលនោះតើគាត់មានកម្លាំងឯណាមកវីរវល់ជាមួយពួកយើងទៀតអរគុណឯងហើយជួយសូហៀនខេមសូហ៊ីខ្ញុំពិតជានឹកស្មានមិនដល់សោះថាលីខេងវូម្នាក់នោះហ៊ានក្បត់ខ្ញុំសោះលោកមេតបស្ថានភាពត្រូវបានគ្រប់គ្រងបណ្ដោះអាសន្នហើយប៉ុន្តែលោកមេតបត្រូវតែចេញមុខដឹកនាំស្ថានភាពដោយផ្ទាល់ទៅបានពួកឯងអាចគ្រប់គ្រងស្ថានភាពបានធ្វើឲ្យខ្ញុំអស់បារម្ភហើយតំណែងរបស់ខ្ញុំគឺប្រគល់ឲ្យពួកឯងជាអ្នកបន្តចុះ លោកមេតបធ្វើបែបនេះហាក់ដូចជាមិនសូវសមរម្យទេ មានអ្វីមិនសមរម្យទៅខ្ញុំឥឡូវចាស់ហើយក្រោយពីត្រូវថ្នាំពុលលើកនេះទៅរាងកាយខ្ញុំមិនដូចមុនឡើយខ្ញុំក៏គិតចង់ចូលនិវត្តន៍ដែរសូហ៊ីទៅហៅអ្នកទាំងអស់គ្នាចូលមកខ្ញុំមានរឿងត្រូវប្រកាសលោកមេតបខ្ញុំសូមប្រកាសជាផ្លូវការឥឡូវនេះតំណែងរបស់ខ្ញុំនឹងត្រូវបន្តសូហ៊ីនិងសូហ៊ៀនចាប់ពីពេលនេះទៅពួកឯងត្រូវតែជួយជ្រោមជ្រែងពួកគេទាំងពីរនាក់ឲ្យបានល្អបាទលោកមេតបបើគ្មានការអ្វីទេពួកឯងចេញទៅចុះខ្ញុំត្រូវការសម្រាប់បន្តិចលោកឆុយសូហ៊ៀនមុស្រីចាប់ពីថ្ងៃនេះទៅគ្រប់គ្នាហាមមានចិត្តរេរោគត្រូវតែធ្វើការឲ្យបានល្អបើមានអ្នកណាក្បត់នឹងត្រូវមានវិនិច្ឆ័យដូចលីខេងវូជាមិនខាន បាទបងស្រីកុំបារម្ភពេកអីចាប់ពីថ្ងៃនេះទៅខ្ញុំនឹងដំឡើងប្រាក់ខែឲ្យពួកឯងទ្វេដងអរគុណច្រើនបងស្រីលោកឆុយសូហ៊ៀនបានហើយពួកឯងទៅចុះពួកយើងក៏ត្រឡប់ទៅវិញដែរ Choi So Hyun ឯងបានជួយសងសឹកឲ្យខ្ញុំប្រាប់មកតើឯងចង់បានរង្វាន់អ្វី រឿងនេះចាំមើលសិនទៅអាស្រ័យលើទឹកចិត្តរបស់បងស្រី បងស្រី So Hyun អស់ចាណាស់បងស្រី So Hyun ពួកឯងកំពុងធ្វើអ្វីហ្នឹង